បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទមុងណារ៉េតពីទីក្រុងឡុងបិចរដ្ឋកាលីហ្វ័រញ៉ានេះគឺជារាត្រីថ្ងៃទី16ខែមិថុនាខែកក្កដាឆ្នាំ2026នៅរាត្រីនេះខ្ញុំមានបង្អែមលាងមាត់មកផ្ទះធំដូចធម្មតាហើយពេលវេលាមិនច្រើនទេដោយសារតែខ្ញុំត្រូវធ្វើការតែយ៉ាងណាខ្ញុំនឹងសរុបសង្ខេបព្រឹត្តិការណ៍នេះដើម្បីជម្រាបជូនបងប្អូនមានព័ត៌មានដែលមានមេតិការព័ត៌មានតាមលំដាប់លំដោយដូចតទៅបាទទី1គឺរឿងអាសោចឆបោកអនឡាញនៅកម្ពុជាឬខ្ទោខ្ទាពេញពិភពលោកជាថ្មីតាមរយៈស្នាដៃសារព័ត៌មានអន្តរជាតិនាយករដ្ឋមន្ត្រីថៃថាខ្លួនមិនជំទាស់ទេបើចង់ធ្វើសំទោសបើចិនចង់ធ្វើជាអ្នកសម្របសម្រួលបន្ធូរបន្ថយភាពតានតឹងបញ្ហាព្រំដែនកម្ពុជាថៃខ្មែរយើងមុជមិនជ្រៅទៅមិនឆ្ងាយត្បិតរវល់ចំណាយពេលឡាយរឿងលោកហ៊ុនសែនចាញ់បាល់ផ្ទុះការវែកញែករឿងកំហុសអក្ខរាវិរុទ្ធក្នុងលិខិតលើកលែងទោសអក្រិតជនបែលហ្សិកជួញដូរគ្រឿងញៀនអ្នករត់កង់3មួយរូបត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ4ឆ្នាំជុំវិញការបង្ហោះសារពីបញ្ហាព្រំដែនជប៉ុនថាខ្លួនកំពុងតែតាមដានយ៉ាងស្អិតរឿងអាមេរិកបើកយុទ្ធនាការកម្ចាយតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ដែលជនជាតិជប៉ុនជាប្រធានតុលាការនេះអ៊ុយក្រែនគ្រោងផលិតដ្រូនឲ្យបាន20លានគ្រឿងនៅក្នុងមួយឆ្នាំឥណ្ឌានិងស្រីលង្កាចាត់ការហាមនាំចូលទំនិញដែលផលិតដោយពលកម្មបង្ខំដើម្បីកុំឲ្យរងទណ្ឌកម្មពន្ធអាមេរិកអ៊ីរ៉ង់ដោះលែងពលរដ្ឋអាមេរិកមួយរូបក្នុងពេលដែលអាមេរិកកំពុងតែវាយសន្ធាប់លើប្រទេសនេះរួមនឹងសរុបព្រឹត្តិការណ៍ប្រចាំថ្ងៃបាទបងប្អូនព័ត៌មានមានច្រើនណាស់ហើយក៏សូមខន្តីអភ័យទោសដែលមានកំហុសអក្ខរាវិរុទ្ធខ្លះពេលដែលសរសេរលឿនពេកនៅក្នុងចំណងជើងដែលខ្ញុំដាក់ទៅមុននេះដូចគ្រឿងញៀនអីសរសេរស្រអៀមិនមែនស្រអឿទេវាទៅជាគ្រៀងញៀនទៅវិញហើយខ្ញុំនឹងកែនៅពេលដែលចប់ការផ្សាយនេះព្រោះអីការផ្សាយដែលរយៈពេលត្រឹម1ម៉ោងនេះគឺខ្ញុំត្រូវការពេលវេលាច្រើនម៉ោងដែរហើយអញ្ចឹងទោះបីជាភ្ញាក់ពីដំណេកម៉ោង4រាល់ព្រឹកក៏ដោយក៏ប៉ុន្តែពេលវេលាពី4មកការផ្សាយនេះមានពេលប្រហែលជា2ម៉ោងតែប៉ុណ្ណឹងទេបងប្អូន2ម៉ោងជាងតិចតួចដូច្នេះនៅក្នុងការសរុបផ្សាយព័ត៌មានមួយចំនួនហ្នឹងក៏វាត្រូវការពេលវេលាច្រើនផ្ទៀងផ្ទាត់អីពេលខ្លះក៏ផ្សាយសិនចំផ្ទៀងតាមក្រោយក្នុងករណីដូចផ្សាយរឿងសបុតកណាត$30ដែលគេបង្គាប់ឲ្យបង់នៅពលានយន្តហោះបើទោះបីជាខ្ញុំបានជម្រាបឲ្យថាព័ត៌មាននេះគឺខ្ញុំផ្សាយស្ដាប់ពីសាក្សីដែលគាត់ជាជនរងគ្រោះហើយមិនដឹងអំពីនីតិវិធីគាត់ចង់កុំឲ្យលើកក្រោយទៅនឹងនាំពិបាកស្ពាយដូសៀយកសបុតកំណាតយកអីទៅពលរដ្ឋខ្មែរយើងមួយចំនួនគឺអសិលធម៌ដូចថាខ្វះសុជីវធម៌មែនតើយកអាសាដែលខ្ញុំផ្សាយហ្នឹងទៅមកមាក់ងាយមកឌៀមដាមដូចថាចង់និយាយថាដឹងជាគោលដៅគាត់ហ្នឹងគឺមិនដឹងជាស្អប់ខ្ញុំគុំខ្ញុំតាំងពីណាទេមានស្ត្រីណាមួយនឹងអួតខ្លួនថាចេះដឹងគ្រប់រឿងហ្នឹងមកប្រើពាក្យសុទ្ធតែប្រមាថការពារអីសពបែបយ៉ាងនៅក្នុងការដែលយើងផ្សាយព័ត៌មានអំពីបញ្ហាដែលកើតឡើងនៅពលានយន្តហោះពីជ្រុងមួយនៃសាកសីដែលជាជនរងគ្រោះដែលមិនយល់ប្រព័ន្ធហើយបង់លុយអស់$30ម្នាក់ហើយខ្ញុំផ្សាយនេះដើម្បីរកដំណោះស្រាយដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចពន្យល់ឬក៏ធ្វើវីដេអូអីទៅពន្យល់បងប្អូនខ្មែរយើងទាំងអស់គ្នាកុំឲ្យខ្លាយទៅជាជនរងគ្រោះឬក៏យ៉ាងហោចណាស់ក៏កុំឲ្យប៉ះពាល់ឬក៏មានការថ្នាំងថ្នាក់ចិត្តដោយសារតែការមិនយល់នីតិវិធីនៅស្រុកខ្មែរជាជាងការដែលយករឿងហ្នឹងយកមកពន្យល់បំភ្លឺបង្ហាញប្រាប់បងប្អូនឲ្យយល់យកវេទិកាហ្នឹងមកជេរបតិចវាយប្រហារមួងណារ៉េតហ្នឹងសុទ្ធតាខួរក្បាលចេះខួរក្បាលចុះតើអស់លោកចង់បានអីលោកស្រីចង់បានអីឲ្យប្រកាសចង់ល្បីអីឲ្យតែលើឈ្មោះមួងណារ៉េតហ្នឹងគឺល្បីហ្មងឲ្យតែយកឈ្មោះមួងណារ៉េតទៅប្រើហ្នឹងគឺតង់កលិបនៅក្នុងការចង់វាយប្រហារចង់កំទេចចង់បំផ្លាញចង់ក្តិចត្រួយព្រោះអីឃើញប្រជាពលរដ្ឋដូចជាច្រើនទៅស្ដាប់ការផ្សាយរបស់មួងណារ៉េតដូច្នេះរកកន្លែងហែកអត់បានណាបងប្អូននៅពេលដែលយើងរកកាឡាហែកបំផ្លាញគ្នាអត់បានណាគឺយើងចាប់ផ្ដើមយកសិលធម៌យើងទៀបមែនតើខ្ញុំបានប្រាប់ឲ្យថាខ្ញុំអត់មានថ្មចោលឆ្ងាយទេក៏ប៉ុន្តែពេលខ្លះវារកម្មក្នុងចិត្តពេកដែលយើងជាខ្មែរខ្វះអស់សិលធម៌ក្នុងខ្លួនខ្ញុំផ្សាយតាក់ទងនឹងរឿង$30ខ្ញុំចង់បានអីឲ្យប្រកាសគឺខ្ញុំចង់ឲ្យប្រព័ន្ធរៀបចំហ្នឹងបើអប់រំណែនាំប្រជាពលរដ្ឋគឺឲ្យប្រជាពលរដ្ឋយល់ទាំងអស់គ្នាចឹងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលដឹងរឿងហ្នឹងគឺពន្យល់ធ្វើជាវីដេអូអប់រំពន្យល់ទាំងខ្មែរនៅអូស្ត្រាលីនៅអាមេរិកនៅអីថាវីសាប្រភេទនេះគេបង់ចេះវីសាប្រភេទនេះគេបង់ចេះចូលមកនឹងគេធ្វើអញ្ចេះឲ្យគាត់នឹងត្រៀមចេះហើយផ្សាយនៅតាមស្ថានីយ៍ឬកន្លែងលក់សម្បត្តិយន្តហោះឬក៏កន្លែងណាដែលមនុស្សទៅទិញសម្បត្តិយន្តហោះឬក៏អប់រំនៅក្នុងសហគមន៍ឬក៏បង្ហោះនៅលើ website ឬក៏លុយរត់នឹងចេញមកដើម្បីពន្យល់ឲ្យបងប្អូនយល់អំពីនីតិវិធីជាជាងការឲ្យមានបញ្ហាគ្នាមិនយល់ចង់បានតែប៉ុណ្្នឹងតាហើយហេតុអីដល់ពេលខ្ញុំផ្សាយព័ត៌មានហេតុអីបានជាយកវាយប្រហារបុគ្គលមករករឿងខ្ញុំអារឿង100មុខរករឿងអត់បានឲ្យតែមានស្អីបន្តិចមកហ្នឹងគឺថាអូគេបានដៃគេគេថាយើងនឹងជាអ្នកសារព័ត៌មានគ្មានវិជ្ជាជីវៈអីទេផ្សាយតែមួយជ្រុងប៉ាតណាប៉ាតណីខ្ញុំថាអ្នកផ្សាយខ្លួនឯងហ្នឹងទេដែលចង់បានល្បីប៉ាតណាប៉ាតណី real ដល់រឿងបុគ្គលខ្ញុំអត់មានតែពាក់ព័ន្ធរឿងបុគ្គលរឿងផ្ទាល់ខ្លួនរឿងបញ្ហាស្អីពណ៌សម្បោជាតិសាសអីអត់ទេខ្ញុំនិយាយអំពីតែសាកសីហើយខ្ញុំបាននិយាយទៀតប្រាប់ទៀតថាអ្វីដែលខ្ញុំផ្សាយកាលពីថ្ងៃនោះហ្នឹងគឺខ្ញុំបានសាកសីដែលជាជនរងគ្រោះគាត់ចង់បានដំណឹងហើយខ្ញុំក៏បានបើកច្រកទៅទៀតប្រាប់ថាបើមានដំណឹងអីបងប្អូនណាដឹងរឿងអីដាក់ចូលនៅក្នុង inbox ខ្ញុំមកបើមានអាជ្ញាធរគេពន្យល់អីខ្ញុំរីករាយនឹងពន្យល់គាត់បានរឿងនឹងមកថាខ្ញុំនឹងផ្សាយតែមួយជ្រុងអត់ស្ដាប់និយាយទៅកំហុសនេះវាអាចចេះដែរវាអាចមានពួកគាត់អត់បានទៅស្ដាប់វីដេអូខ្ញុំពេញទេជាទូទៅឆ្លងតាមអ្នកដែលយកវីដេអូខ្ញុំទៅផ្សាយបន្តឲ្យកាត់ខ្លីៗដល់ពេលខ្លីៗជួនកាលបាត់ន័យចឹងបានខ្ញុំនិយាយថាពេលខ្លះមនុស្សយើងនៅពេលដែលយើងមានចេតនាទុច្ចរិតគឺយើងព្យាយាមតែធ្វើតែទុច្ចរិតចឹងមកទោះជាគេធ្វើអីក៏យើងត្រូវតែរកវិធីហែកឲ្យទុច្ចរិតនឹងបានដែរខ្ញុំនិយាយឧទាហរណ៍ខ្លីមួយ
ពេលដែលខ្ញុំនិយាយថារឿងរដ្ឋាភិបាល23ដុល្លារក្រៅប្រទេសហ្នឹងណាវាគ្មានអ្នកណាគេទទួលស្គាល់ភាពស្របច្បាប់ហ្នឹងទេហើយខ្ញុំបាននិយាយនៅក្នុងវីដេអូហ្នឹងទៀតថាយកទៅប្រាប់ទៅហើយមន្ត្រីគណៈបកប្រឆាំងច្បាស់ជាតូចចិត្តនឹងមួងណារ៉េតហើយខ្ញុំនិយាយថាអាវីដេអូមួយនេះបន្តិចទៀតគេនឹងកាត់ទៅយកទៅផ្សាយថាមួងណារ៉េតច្បាស់ជាបំបាក់ទឹកចិត្តក្រុមខាងបកប្រឆាំងរឿងបង្កើតរដ្ឋាភិបាល23ដុល្លារដែលអត់ទទួលស្គាល់ក៏ប៉ុន្តែអត់ស្ដាប់ការបកស្រាយខ្ញុំប្រហែលជា15នាទីតាក់ទងនឹងរឿងទទួលស្គាល់មិនទទួលស្គាល់វាអត់សំខាន់ទេសំខាន់វាអត់ខុសច្បាប់នៅពេលដែលអត់ខុសច្បាប់គឺបានន័យថាបើកបានហើយវាអត់មានអ្នកណាគេខ្វល់ហើយកុំខ្វល់អ្នកណាទទួលស្គាល់សំខាន់ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះដែលគ្រប់គ្រងរដ្ឋាភិបាលក្រៅប្រទេសនេះតើគាត់ទទួលស្គាល់គាត់ពេញចិត្តគាត់ចូលបរិច្ចាគវិភាគទានដើម្បីឲ្យរដ្ឋាភិបាលនេះប្រព្រឹត្តទៅអត់ហើយតើអាជ្ញាធរដែនដីនៅសហរដ្ឋអាមេរិកនេះគេបំបត្តិរដ្ឋាភិបាលនឹងចោលក្រុមនឹងចោលគេចាត់ទុកថាជាឧទាមខុសច្បាប់ត្រូវតែចាប់ដាក់គុកឬក៏មិនឲ្យរៀបចំពិធីប្រព្រឹត្តទៅអីក៏អត់បើអាជ្ញាធរគេមិនរករឿងគេមិនចាត់ទុកថាជាក្រុមឧទាមក្រុមខុសច្បាប់ក្រុមអីទេគឺបានន័យថាវាស្របច្បាប់ហើយអត់យកអានឹងមកផ្សាយទេមកផ្សាយមកកណាត់អញ្ចឹងទៅជួយបតិចររឿងមួងណារ៉េតអញ្ចឹងហើយបានខ្ញុំប្រាប់ថាបងប្អូនទាំងអស់គ្នាយើងត្រូវមានភាពវៃឆ្លាតហើយត្រូវខ្លាំងខ្លាញ់ត្រេះរិះពិចារណាមានក្រមសីលធម៌ខ្លួនឯងពាក្យខ្មែរលោកថាបើទម្លាប់វាធំជាងច្បាប់បើត្រាប់កុំត្រាប់ខ្លៅត្រាប់ប្រាជ្ញលោកបដៅស្ដីកូនចៅស្ដីឲ្យស្មោះបើស្ដីបន្ទោសគ្នាគឺស្ដីឲ្យស្មោះតើយើងចង់បានអីខ្ញុំផ្សាយព័ត៌មានដើម្បីកែតម្រង់បញ្ហាអំពើពុករលួយនៅពលានយន្តហោះបញ្ហាអសកម្មបញ្ហាយកលុយប្រជាពលរដ្ឋដែលយើងលឺរឿងហ្នឹងវាយូរពេកហើយខ្ញុំបំណងខ្ញុំគឺចង់ឲ្យវាល្អទាំងអស់គ្នាតាទី1គឺការពារមុខមាត់កិត្តិយសជាតិខ្មែរយើងពលានយន្តហោះកុំឲ្យភ្ញៀវបរទេសទាំងខ្មែរទាំងអន្តរជាតិគ្នាថ្នាក់មិនមែនដើម្បីទៅបង្អាប់ទៅបន្ទោសបន្តអីទេហើយចង់ដឹងថាតើរឿងហ្នឹងវាអញ្ចឹងមែនបើមនុស្សជាអ្នករងគ្រោះគ្រប់គ្នាតែគាត់អត់យល់គាត់តែប៉ុណ្្នឹងតាតែពេលគាត់យល់លើក្រោយទៅគាត់ដឹងហើយឥឡូវហ្នឹងនៅពេលដែលមានបងប្អូនមួយចំនួនទៀតដែលយកកូនចៅទៅស្រុកខ្មែរគាត់ប្រាប់មកវិញថារឿងនេះវាអញ្ចេះយើងកូនក្មេងកើតនៅស្រុកអាមេរិកកើតនៅបារាំងកើតនៅកាណាដាមានម៉ែជាខ្មែរមានឪជាខ្មែរបើចង់បានវីសាគេវីសា free អត់អស់លុយយកតែសម្បត្តិកំណោតយកទៅបញ្ជាក់ទៅបើអត់ទេបង់$30អញ្ចឹងទៅតែរឿងនេះគឺបើសិនជាបងប្អូនដែលជាសាក្សីមិនខ្លាចជាជនរងគ្រោះហើយត្រូវបង់លុយហ្នឹងហើយត្រូវមកកាត់ទុកមិនសុខចិត្តយើងមិនមានរឿងនឹងកើតឡើងទេឥឡូវមានការបកស្រាយក៏នៅតែប្រជាពលរដ្ឋច្រើនទៀតនៅអត់ទាន់ដឹងមានមនុស្សប្រមាណណាដែលស្ដាប់មួងណារ៉េតចុះអ្នកផ្សេងទៀតអត់ស្ដាប់នឹងទៅដល់ស្រុកខ្មែរជួបរឿងហ្នឹងនិយាយរឿងហ្នឹងទៀតរឿងហ្នឹងវាដដែលអញ្ចឹងហើយបានជាខ្ញុំចង់ឲ្យមានការផ្សព្វផ្សាយអប់រំប៉ុន្តែមនុស្សដែលរិះគន់ខ្ញុំនេះណារិះគន់អារឿង$30នៅពេលដែលខ្ញុំប្រាប់ថាបើខ្ញុំមានព័ត៌មានបន្ថែមខ្ញុំនឹងបំពេញបង្គ្រប់ព្រោះកាលនោះខ្ញុំផ្សាយតែមួយជ្រុងតាក់ទងនឹងសាកសីដែលជាជនរងគ្រោះខ្ញុំបានប្រាប់ឲ្យថាខ្ញុំប្រាប់ថាព័ត៌មាននេះមួយជ្រុងសិនបើខ្ញុំមានព័ត៌មានបន្ថែមខ្ញុំនឹងបំពេញបង្គ្រប់ហើយជាសិលធម៌ជាសុជីវធម៌របស់មូនរ៉េតព័ត៌មានដែលផ្សាយមិនគ្រប់គឺនឹងបង្គ្រប់ព័ត៌មានដែលខុសគឺនឹងកែអត់មានសិលធម៌នៅក្នុងការបកែកយកឈ្នះអីទេហើយមកររឿងមកអីខ្ញុំដល់ពេលចឹងឃើញសិលធម៌ខ្មែរយើងទៀតមែនតើភាសាថ្លៃថ្នូរភាសាគោរពគួរសមភាសាអោនលំទោនភាសានិយាយតាមអនឡាញចោះបាត់អស់ទៅណាប្រលឹងជាតិខ្មែរដែលខ្មែរយើងហេតុអីបានជាគូក្បាលពោពេញទៅដោយលាមកបែបនេះហេតុអីបានជាយើងអស់សិលធម៌អស់សេចក្តីថ្លៃថ្នូរនាំគ្នាជេរបតិចប្រសាគ្នាតាមបណ្ដាញសង្គមដូចហាត់ស្រាតសពុតតាចាស់ណាខ្លះនោះនៅអាមេរិកហ្នឹងចិត្តស្លាប់ទៅវិញហើយហ្នឹងអត់មានយកពេលវេលាចុងក្រោយហ្នឹងដើម្បីអប់រំណែនាំព្រៀនបដៅក្មេងឲ្យស្គាល់ពីសិលធម៌គុណធម៌មួយថ្ងៃជេរបតិចសិតតាសផឹងអូមថាអាភាសពេញបណ្ដាញសង្គមទាំងអស់តើអស់លោកចង់បានអីរាល់ថ្ងៃហ្នឹងចង់បំផ្លាញប្រទេសនេះឲ្យខ្ទេចខ្ទីអស់ប៉ុណ្ណាទៀតបើវាខ្ទេចខ្ទីអស់ប៉ុណ្ណឹងហើយខ្ញុំពងតែឆ្ងល់ចង់បានអីបាយ3ពេលហ្នឹងអស់លោកលេបចូលបើយើងមិនបានធ្វើអីជួយជាតិនេះសោះកុំបំផ្លាញវាលោកនឹងមានប៉ុនសម្រាប់ជាតិនេះខ្លាំងណាស់ប៉ុន្តែបើយកក្បាលមេក្រូមកបំផ្លាញជាតិនេះរាល់ថ្ងៃអស់លោកចុះនរកអត់មានថ្ងៃងើបទេខ្ញុំអន់ចិត្តមែនតើអន់ចិត្តនឹងរឿងសុជីវធម៌ខ្មែរហ្នឹងហ្មងបញ្យល់ទៅអប់រំទៅណែនាំគ្នាទៅឲ្យរកផោះតាំងរកអីបញ្យល់ណែនាំមានវិធីទៅហេតុអីចាំបាច់ជេរបចោមើងងាយប្រមាថការទៀនអាហ្នឹងសិលធម៌ខ្មែរបើក Facebook មកគឺឃើញតែអញ្ចឹងហ្មងឃើញតែបចោឃើញតែអាមឹងហងងៃគឺថាស្រាតសពុតអញ្ចឹងហ្មងជេរបតិចគ្នារាល់ថ្ងៃអត់ស្បើយតាំងគណៈបកប្រឆាំងតាំងគណៈបកកណ្ដាលអំណាចតាំងអ្នកដែលនៅកណ្ដាលតាំងនិយាយទៅគឺទូទៅអញ្ចឹងហ្មងបងប្អូនភ្ញាក់រលឹកឡើងណាយើងទាំងអស់គ្នានេះចាស់អស់ហើយធំអស់ហើយកុំឲ្យគេហត់បដៅយើងសុជីវធម៌សិលធម៌សាមញ្ញក៏យើងគួរយល់ហើយធ្វើអីក៏ដោយចង់បានអីក៏ដោយគឺយកផ្លូវកណ្ដាលមួយហើយផ្លូវសិលធម៌គុណធម៌មួយយើងមិនមែនត្រូវបង្រៀនកូនខ្មែរឲ្យស្គាល់អំពីភាពលាមកនរុអវជ័យដោយអស់លោកកំពុងធ្វើទេខ្ញុំខ្មាស់ក្មេងចំនួនក្រោយណាខ្ញុំមានកូនមានចៅដែរតែបើសិនជាកូនខ្ញុំចៅខ្ញុំបានកូនខ្ញុំបានស្ដាប់អស់លោកហ្នឹងក៏គ្នាមិនដឹងជារងគ្រោះឲ្យអស់លោកហ្នឹងក៏មានចៅមានកូនមានអ្នកខ្លះមានដល់ចៅទូចទៀតផងតែអូប្រទេសផ្ដាស់មែនតើបាទខ្ញុំថាមិនចង់ទេសនាទេព្រោះអីពេលវេលាវាខ្លីប៉ុន្តែពេលខ្លះវាអត់មិនបានហ្មងព្រោះថាយើងវាថោកពេកប៉ុន្តែវាមានតែប្រមាណចំនួនប្រមាណក្រុមដែលនៅលើអនឡាញដដែលតែដល់ពេលយើងឃើញដដែលអត់នាំគ្នាជួយ report ទៅអា Facebook ផងទៅអា YouTube អីផងដើម្បីឲ្យ block នៅនោះចោលអស់នៅតែតាមអាជ័យធ្លាក់ទឹកឲ្យអើតែស្គាល់តាមគ្នាទៅទៀតគេជោគេណាគេថាយើងគ្រប់គ្រងគេហើយដល់ពេលមួងណារ៉េតវិញផ្សាយព័ត៌មានអីបន្តិចបន្តួចអីឲ្យតែរហតែហែកនិយាយទៅអ្នកដែលមាននិន្នាការរិះគន់មួងណារ៉េតភាគច្រើនគឺគ្រប់គ្រងរដ្ឋាភិបាលផ្កាប់មុខដែរដល់ពេលរិះគន់មួងណារ៉េតពីរឿងអា$30ឥឡូវខ្ញុំបញ្យល់ពីបានមួយជ្រុងតិចទៀតបញ្យល់ថែមទៀតដល់ពេលអារឿងមន្ត្រីក្រងរាជឯកសន្តានមានការអ៊ីកុំវិទ្យុតាក់ទងអីដើរជំរិតទាលុយឬក៏ស្មុំសុំលុយគេ$5 $10ពីភ្ញៀវអីគ្នាម្នាក់2នាក់3នាក់អីអត់ព្រមជួយបកស្រាយដែរទេ
អាហ្នឹងស្អីគេអាហ្នឹងគោលការណ៍គេហ្នឹងនៅក្នុងកន្លែងណាដែលគេចែងមកថាមន្ត្រីក្រមសម្លៀកបំពាក់នៅពលានយន្តហោះដែលជួហ៊ុនសែននៅស្ទឹងកដាលស្ទឹងហ្នឹងខ្ញុំសួរខ្មែរយើងទៅខ្មែរស្ទើរតែ10នាក់មាន9នាក់អីដែលថាជួបតែរឿងគេដើរទាលុយចឹងដែរយល់ថាសុំកាហ្វេកាទៀវចឹងដើរមក LL ក្បែរហ្នឹងក្នុងក្រមសម្លៀកបំពាក់ការងាររបស់យើងមិនមែនតែឈរសុំលុយគេទេការងារយើងគឺជួយសម្របសម្រួលហើយមនោសញ្ចេតនាអ្នកឲ្យលុយឲ្យខ្ញុំសុំស្នើបងប្អូនកុំឲ្យលុយមន្ត្រីក្រមសម្លៀកបំពាក់ឯកសណ្ឋានឲ្យសោះព្រោះបងប្អូនកំពុងតែជួយប្រព្រឹត្តអំពើពុករលួយទាំងអស់គ្នាត្រូវចាំថាអ្នកសោកនិងអ្នកស៊ីសំណូកគឺជាប់គុកដូចគ្នាបើនិយាយពីក្រមសីលធម៌គឺយើងខូចសីលធម៌ដូចគ្នាព្រោះយើងជាអ្នកចូលរួមធ្វើឲ្យមន្ត្រីទាំងអស់នោះហាមាត់សុំលុយយើងរាល់ដងព្រោះសុំបានដូចអ្នកសុំទៀនចឹងហ៎បងប្អូនតែសុំបានគឺសុំទៀតហើយបើសុំលែងបានគឺលែងបានប៉ុន្តែមន្ត្រីអ្នកសុំទៀនគ្នាខ្វះខាតដាក់ទៀនទៅវាមិនអីទេគឺជាធម្មទៀនប៉ុន្តែមនុស្សដែលជាកាក់ក្រងសម្លៀកបំពាក់មានឯកសណ្ឋានទី1គឺថោកដល់មុខមាត់ឯកសណ្ឋានជាតិទី2គឺថោកដល់ការដែលយើងទៅហាសុំលុយព្រោះយើងមិនមែនអ្នកសុំទៀនទេគឺយើងបានលុយពីមន្ត្រីរាជការហ្នឹងបានលុយពីប្រជាពលរដ្ឋញើសឈាមគេបង់ពន្ធឲ្យតាហើយបើលុយនឹងចាយមិនគ្រប់ទៅធ្វើការអីនៅហ្នឹងឈប់ទៅហើយបើធ្វើការនៅហ្នឹងស្រឡាញ់ការងារទេមិនចង់សុំលុយតស៊ូមតិបាតកម្មនៅពលានយន្តហោះសុំឡើងប្រាក់ខែគុណនឹង2ម៉ោងឲ្យវាហូបគ្រប់ទៅដើម្បីកុំឲ្យសុំលុយគេអញ្ចឹងទៀតវាអាក្រក់មើលមែនតើចំពោះអ្នកដែលលីសែងឬក៏អូសអេវ៉ាលីឬជួយដឹកអីវ៉ាន់អីដែលជាមនុស្សស៊ីវិលធម្មតាអីគ្នាជួយអីតាមមនោចេតនាហ្នឹងវាមិនអីទេតែក្រងសម្លៀកបំពាក់បងប្អូនណាខ្ញុំសូមអង្វរសូមបិណ្ឌបាតបងប្អូនទី1មន្ត្រីក្រងសម្លៀកបំពាក់មិនអាចទទួលលុយពីប្រជាពលរដ្ឋណាមួយនៅក្នុងទីសាធារណៈឬនៅក្នុងក្រោមតុលើតុណាទេព្រោះការងារនឹងអត់ត្រូវការហុចលុយហុចអីព្រោះវាបង្កើតឲ្យមានរូបភាពនៃអំពើពុករលួយបពពួកនិយមក្រុមឬក៏អែបអបឡែបឡប់ស្រាមសម្បត្តិអាហ្នឹងមួយទី2បងប្អូនណាខ្ញុំសូមបានសុំវរហាមចែកលុយទៅហ៊ាននៅជាទីសាធារណៈហើយថតផ្សាយណាបងប្អូនអ្នកក្រងសម្លៀកបំពាក់មិនអាចមកយកលុយ$100 $10 $5 បងប្អូនមានសមានចិត្តល្អហើយខ្ញុំសូមសរសើរដោយស្មោះប៉ុន្តែយើងធ្វើឲ្យកងទ័ពជាតិយើងនេះខ្លាយទៅជាធ្លាក់តម្លៃទៀបថោកដោយសារតែការក្រងសម្លៀកបំពាក់ហ្នឹងគឺខ្វះខាតមកអង្គុយចាំទទួលលុយយើង$5 $10ហើយថតផ្សាយយើងមានសមានចិត្តល្អហើយក៏ប៉ុន្តែត្រូវឲ្យរបៀបស្ងាត់ណាមួយកុំយកមុខកុំហុចអំបោះសំណោះដៃបែបហ្នឹងយើងច្បាស់ហើយថាតើតហុចឲ្យដល់ដៃបានដល់ទាហានហ្នឹងបើឲ្យទៅមេខ្លាច់មេស៊ីអស់ការគិតនឹងវាមួយយ៉ាងប៉ុន្តែរូបភាពទាហានជាតិយើងមិនមែនដើរចែកលុយទេវាអត់ដែលឃើញទាហាននៅប្រទេសណាលើโลกនេះខ្ញុំមកជីវិតនេះអត់ដែលទេគឺឃើញតែទាហាននៅស្រុកខ្មែរនឹងឯងដែលមានគេដើរចែកលុយហើយថតផ្សាយនោះបងប្អូនយើងជួយទាហានជាការល្អហើយប៉ុន្តែកុំទម្លាក់តម្លៃខ្លួនពួកគាត់ឲ្យទាបពេកខ្ញុំដឹងហើយតែទាហានខ្មែរលហេមលហាមប៉ុន្តែយើងកុំធ្វើឲ្យលហេមលហាមដោយសារទម្លាក់តម្លៃគាត់ហុចដូចអ្នកសុំទានបែបនេះមិនកើតទេបងប្អូនណាខ្ញុំយល់ពីសមានចិត្តតិចថាខ្ញុំជំទាស់ឲ្យសោះរឿងជួយទាហានអត់ទេជួយគាត់កាន់តែច្រើនកាន់តែល្អប៉ុន្តែកុំថតរូបបែបនេះអីបើសិនជាចង់បានរូបថតបានអីឲ្យខាងទាហានសរសេរលិខិតថ្លែងអំណរគុណថាយើងបានបរិច្ចាគទឹកប្រាក់ប៉ុណ្ណេះ$1000ជូនដល់កងពលលេខ1អីចឹងទៅដែលបានមេទាហានយកទៅចែកជូនទាហានអីសរសេរទៅកុំផ្សាយរបៀបដើរចែកលុយអីចឹងអាក្រក់មើលណាស់ឲ្យបងប្អូនប្រជាពលរដ្ឋសាមញ្ញ MMO លក់លេលក់អីឬក៏ប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីពីអាមេរិកពីកាណាដាពីបារាំងអីក៏ដោយបើសិនជាអស់លោកចង់ជួយទាហានក៏ជួយចុះខ្ញុំអត់មានខាត់ទេប៉ុន្តែកុំទៅថតហុចលុយ$5ម្នាក់ហើយក្រងសម្លៀកបំពាក់ទាហានបើជាស៊ីវិលអត់អីទេសម្លៀកបំពាក់ឯកសណ្ឋាននេះមានន័យធំធេងណាស់បងប្អូនជានិមិត្តរូបជាតិមិនមែនបងប្អូនយកទៅបន្ទាបបន្ថោកតែថាគិតថាអំពើយើងត្រូវប៉ុន្តែអំពើនេះគឺជាការបន្ទាបបន្ថោកយើងធ្លាប់ឃើញស្អីទៅហ៊ាននគរបាលអីទៅយកលុយយាយភូនៅអាចិតមិនមានឯករាជ្យកាលណានោះជន់គ្នាគ្រាន់តែលុយអង្គប៉ាវ$10 $20ជន់គ្នាប្រកាច់ប្រកិនពេញផ្អើលពេញពិភពលោកហើយទៅទាំងប៉ូលីសទាំងតាហ៊ានទៅមានទាំងនគរបាលក្រងសម្លៀកបំពាក់ទៅយកលុយអង្គប៉ាវ$20ពីឈ្មួញដែលគេចោទប្រកាន់ពីរឿងអំពើទុច្ចរិតអីមកកណោតើវាអាក្រក់ប៉ុណ្ណាទៅជាតិយើងនេះយើងក្រយើងខ្វះខាតយើងដឹងហើយក៏ប៉ុន្តែកុំឲ្យក្រដល់សិលធម៌សុជីវធម៌ទៀតអានឹងយើងអស់អាលីងពីខ្លួនហើយបងប្អូនបាទឥឡូវខ្ញុំវែងអត់បាននិយាយរឿងនេះថាគួរទុកនិយាយថ្ងៃសៅរ៍អាទិត្យបានត្រូវព្រោះយើងពងតែបញ្ញាប់រឿងអាស្រូវអាសោចអនឡាញនៅកម្ពុជាឬខ្ទោខ្ទាពេញពិភពលោកជាថ្មីតាមរយៈសារព័ត៌មានអន្តរជាតិយើងមិនដែលអត់រឿងអាស្រូវនឹងទេបងប្អូនដោយសារយើងវាច្រើនពេកហើយរឿងអាស្រូវនេះគឺកាសែតអន្តរជាតិ The Reuters គាត់ចុះផ្សាយអំពីមជ្ឈមណ្ឌលឆបោកអនឡាញដ៏ធំមួយនៅឯទឹកដីខ្មែរនៅក្នុងតំបន់អូស្មាច់ដែលឥឡូវហ្នឹងថៃយកបាត់ហើយគឺអាគារ The Hill the Royal Hill អាគារធំស្កឹមស្កៃដែលមិនមែនជារឿងលើកទី1ទេសារព័ត៌មាន The Reuters យកទៅផ្សាយនេះសារព័ត៌មានទាំងអស់នៅលើពិភពលោកយកមកផ្សាយ Japan Times Nikkei ABC កាសែតអន្តរជាតិផ្សេងទៀតយករបស់ Reuters នឹងទៅផ្សាយបន្តអំពីគេឈ្មោះដ៏អាសោចរបស់ខ្មែរយើងរឿងអីបងប្អូនគឺរឿងមជ្ឈមណ្ឌលឆបោកដ៏ធំនៅឯច្រកអូស្មាច់ហ្នឹងគឺជាកម្មសិទ្ធិរបស់លោកអង្ញាម្នាក់ឈ្មោះថាលឹមហេងដែលជាអង្គការល្បីនៅកម្ពុជាមានក្រុមហ៊ុនមានអីច្រើនតែអាគារហ្នឹងគឺជាកម្មសិទ្ធិរបស់គាត់ក៏ប៉ុន្តែអ្វីដែលគេរកឃើញហ្នឹងគឺអញ្ចេះទេនិយាយព័ត៌មានហ្នឹងដើម្បីឲ្យយុត្តិធម៌សម្រាប់អង្គការលឹមហេងផងអាគារដ៏ធំស្កឹមស្កៃដែលមានកន្លែងឆបោកអនឡាញយ៉ាងកក្រើកថៃនាំអ្នកកសែតទៅអាគារហ្នឹង2 ដងហើយលើកដំបូងប្រហែលជាខែកុម្ភៈឆ្នាំហ្នឹងហើយទៅនាំមន្ត្រីអីចូលទៅមានលើកក្រោយខែមិថុនានាំតាហ៊ានថៃនាំមេស៊ើបការសម្ងាត់របស់ថៃចុះទៅសារព័ត៌មាន ABC អូស្ត្រាលីទៀតចុះទៅតំបន់ហ្នឹងទៅថតរូបថតអីផ្សាយមកក្នុងហ្នឹងមានកន្លែងគេធ្វើប៉ុស្តិ៍ប៉ូលីសខ្លាំងខ្លាយទៅកន្លែងធ្វើទរណកម្មក្រៃមកទៅថាជាបណ្ដាញជាទីក្រុងឆបបោកអនឡាញមួយយ៉ាងកក្រើកហើយអាគារដ៏កក្រើកនេះគឺឈ្មោះថា The Royal Hill
ដែលជាកម្មសិទ្ធិរបស់អុកញ៉ាលឹមហេងហើយអុកញ៉ាលឹមហេងហ្នឹងមែនតើទៅគឺ Reuters នេះគេរកឃើញថាអត់មានជាប់ពាក់ព័ន្ធនឹងបើកប្រតិបត្តិការនៅហ្នឹងទេគ្រាន់តែគាត់ជួលអាគារហ្នឹងគឺជាទ្រព្យរបស់លោកអុកញ៉ាលឹមហេងនៅកម្ពុជាហ្នឹងគាត់ជួលឲ្យចិនមួយខែ$200,000ថ្លៃជួលអាគារនិយាយទៅមួយឆ្នាំ$2,400,000គាត់បានពីថ្លៃជួលអាគារអញ្ចឹងយកទៅអ្នកចិននេះគឺយកទៅប្រព្រឹត្តអំពើពាលាអំពើឆបោកអនឡាញខូចឈ្មោះជាតិបាក់មុខលើឆាកអន្តរជាតិឥឡូវនេះថៃយកអាលេសហ្នឹងទៀតដើម្បីវាយខ្មែរបន្ថែមទៀតហើយរឹបអូសយកអាទីតាំងហ្នឹងហើយយកអ្នកកសែតជុំវិញពិភពលោកចុះទៅមើលដើម្បីឲ្យដឹងថាខ្មែរយើងគឺជាមជ្ឈមណ្ឌលឆបោកអនឡាញដ៏កក្រើកហើយយកអាហ្នឹងជាភស្តុតាងគឺយើងខូចឈ្មោះលើឆាកអន្តរជាតិលោកលឹមហេងបានលុយ$2,400,000នៅក្នុងមួយឆ្នាំព្រោះអាគារនេះតែជួលបាន2ឆ្នាំទេជួលពី2024មកប៉ុន្តែបានប្រហែលជា4-5លានដែរបើយើងគិតមើលបើ1លានបើមួយឆ្នាំ$2,400,000គឺគាត់បានលុយប្រហែលជា$5,000,000ពីថ្លៃជួលអាគារដែលអ្នកដែលខ្លោចផ្សារបំផុតគឺប្រជាពលរដ្ឋខ្មែរទាំងអស់ប៉ុន្តែសួរថាលោកញ៉ាលឹមហេងហ្នឹងក៏ខុសអីជួលអាគារហ្នឹងទៅឲ្យគេឆបោកអនឡាញតាមពិតម្ចាស់ផ្ទះដែលមានផ្ទះជួលឲ្យអ្នកណាយកទៅប្រព្រឹត្តបទល្មើសហើយក៏អត់មានទោសទេអញ្ចឹងនៅពេលដែល Reuters រកទៅឃើញថាអុកញ៉ាលឹមហេងនេះមិនជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តឆបោកអនឡាញព្រោះគ្រាន់តែជួលអាគារវាតម្រូវឲ្យមានការស៊ើបអង្កេតរបស់រដ្ឋាភិបាលខ្មែរមើលថាតើលោកលឹមហេងក្រៅតែពីជួលអាគារហ្នឹងតើមានគប់ខិតជាមួយនឹងក្រុមឆបោកអនឡាញដើម្បីឲ្យអាគារហ្នឹងអាចនៅឆបោកអនឡាញបានទៀតដើម្បីបានលុយចំណូលជួលថ្លៃអាគារមួយខែ$200,000នឹងគាត់ឬអត់ប៉ុន្តែជាទូទៅនៅពេលដែល Reuters រកអត់ឃើញបែបនេះបានន័យថាយើងមិនទៅអាចចោទម្ចាស់អាគារណាមួយថាជាប់ទោសទេព្រោះយើងជួលទៅឲ្យនរណាម្នាក់បានន័យថាអ្នកដែលជួលហ្នឹងគឺមានសិទ្ធិស្របច្បាប់នៅក្នុងការយកទៅធ្វើអីហើយបើខុសគឺទទួលខុសត្រូវខ្លួនឯងម្ចាស់អាគារអត់មានទទួលខុសត្រូវអីទៀតទេព្រោះច្បាប់វាអត់អាចទៅចាប់ម្ចាស់ជួលផ្ទះណែឯងយកទៅបើកបនលបែងបន special អីហើយខ្ញុំជួលឲ្យមួយខែ500ចុះឧទាហរណ៍ខ្ញុំមិនដឹងបើក្នុងកងត្រានិយាយថាឯងយកទៅធ្វើតាមអំពើស្របច្បាប់បើខុសច្បាប់ទទួលខ្លួនឯងដូច្នេះអុកញ៉ាលឹមហេងនៅក្នុងនេះគឺគាត់អត់មានទោសទេដូច្នេះមិនបាច់ខ្វល់មិនបាច់ភ័យបាច់អីគាត់ថាលុយគាត់ប្រមូលកោប$200,000មួយខែហ្នឹងមួយឆ្នាំ$2,400,000ហ្នឹងគាត់យកទៅអស់មុខមាត់ជាតិហ្នឹងគឺវាខូចដោយសារអាគារដែលគាត់ជួលទៅហ្នឹងជួលឲ្យបនលបែងរឿងដែលខុសគឺអាជ្ញាធរមូលដ្ឋាននៅឯអូស្មាច់ឬក៏កម្រិតអន្តោប្រវេសន៍ឬក៏ក្រសួងមហាផ្ទៃនេះឯងតើគាត់ខុបខិតគ្នាជាមួយក្រុមបនលបែងចិនហ្នឹងប៉ុណ្ណាដើម្បីឲ្យបនលបែងបឹកក៏ក្រើកនៅអូស្មាច់ហ្នឹងបានអត់មានចាត់ការឲ្យបានរហូតតទៅថៃវាយបានខ្ទេចខ្ទីបែកអូហូស្ទឹងប៉ុន្តែបងប្អូនកម្ពុជាក៏អះអាងថាខ្លួនប្រឹងណាស់មករយៈពេលចុងក្រោយនេះខ្ញុំក៏ឃើញថាកម្ពុជាប្រឹងមែនតើចង់លុបបំបាត់អាឆបោកអនឡាញឲ្យផុតត្រឹមខែមេសាប៉ុន្តែឥឡូវនេះដល់តែខែមិថុនាអង្គការលើកលែងទោសអន្តរជាតិរកឃើញថាមជ្ឈមណ្ឌលឆបោកអនឡាញដែលមាន86ទីតាំងនៅប្រទេសកម្ពុជាក៏ក្រើកមែនហើយប៉ុន្តែធ្វើបានតែ2/3ទេបានន័យថា10ធ្វើបានតែ3ទេនៅសល់7ទៀតអញ្ចឹងក្នុង86ទីតាំងដែលអង្គការលើកលែងទោសអន្តរជាតិរកឃើញថាឆបោកអនឡាញនៅពេញផ្ទៃប្រទេសហ្នឹងកម្ពុជាបង្ក្រាបបានមែនហើយក្នុងរយៈពេលភ្លើងច្បងនេះគឺបានតែ28ទីតាំងទេគឺនៅសល់50ទីតាំងទៀត58ទៀតបានន័យថា10យើងបង្ក្រាបបានតែ3ទេហើយតែកម្ពុជាប្រាប់ថាគេបង្ក្រាបបានទៅ250ទីតាំងបិទ250ទីតាំងក៏ប៉ុន្តែបិទ250ទីតាំងនេះគឺគាត់រាប់ហ្មងផ្ទះមួយគឺយកមកទីតាំងផ្ទះមួយមកទីតាំងសូម្បីតែសាខាបុតសម្ព័ន្ធអីហ្នឹងគឺគាត់រាប់មួយខ្សែហ្នឹងគឺ10 20ចឹងទៅប៉ុន្តែអង្គការលើកឡើងទោសអន្តរជាតិគេថាមជ្ឈមណ្ឌលនេះគឺមានដាច់ដោយឡែកពីគ្នា86ទីតាំងធំឥឡូវបិទបានមែនគេរកឃើញថាបានតែ28ទេនៅសល់58កន្លែងទៀតកាស៊ីណូបានលបែងអីជាច្រើនហើយរឿងនេះវាជារឿងបញ្ហាធំដែរវាអាស្រូវលើឆាកអន្តរជាតិទៀតហើយដែលតម្រូវឲ្យកម្ពុជាត្រូវតែបំភ្លឺឬក៏ប្រឹងទៀតទៅប៉ុន្តែកម្ពុជាប្រាប់ថាគេប្រឹងហើយតើគេចាប់ជនបរទេសដឹកឲ្យបញ្ជូនចេញដោយសាររឿងឆបោកអនឡាញនេះអស់ដល់ទៅ14000នាក់ហើយបង្ខំឲ្យចេញហើយនឹងចេញដោយស្ម័គ្រចិត្តហ្នឹងមាន200,000នាក់ជាងឯណោះអាហ្នឹងប៉ុន្តែអង្គការលើកលែងទោសអន្តរជាតិថាកម្ពុជានៅតែខកខានមិនបានដោះស្រាយរឿងនេះត្រឹមត្រូវទេព្រោះអីឥឡូវនេះរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិកាលពីពេលថ្មីៗនេះថាជនរងគ្រោះនៃអំពើឆបោកអនឡាញនេះខ្លាយទៅជាជនរងគ្រោះបន្តទៀតអត់មានរួចទេព្រោះអីយើងធ្វើលឿនពេកទៅវាធ្វើឲ្យប្រសិទ្ធប្រសាទដូចថាដូចគោវងកបីឥឡូវពួកគាត់មិនដឹងទៅឯណាញ៉ាញពេញទឹកពេញដីអញ្ចឹងស្ងាត់មែនក៏ប៉ុន្តែវាទៅដូចទៅបើកតាមបនលបែងផ្ទះទូចតាចឯណាទៀតទៅព្រោះអាអនឡាញហ្នឹងអត់ចាំបាច់អាគារធំទេមានតែអ៊ីនធឺណិតមានតែទូរស័ព្ទពីកម្ពុជាព្រៃណាមកក៏ធ្វើបានទៀតដែរដូច្នេះមិនងាយទេមិនងាយដោះស្រាយទេតែយ៉ាងណាថ្ងៃនេះក៏មានការដែលទទួលស្គាល់ពីស្ថានទូតអាមេរិកដែរកម្ពុជាដែលខំប្រឹងដែរការខំប្រឹងរបស់កម្ពុជានេះគឺតាមរយៈជំនួបរវាងភារៈធារីរបស់ស្ថានទូតអាមេរិកថ្មីប្រចាំនៅកម្ពុជាគឺអ្នកស្រី Alex បានជួបជាមួយនឹងមន្ត្រីជាន់ខ្ពស់ខ្មែរយើងកាលពីថ្ងៃទី15អ្នកស្រី Alex Zero បាទគាត់ឈ្មោះ Alex Zero ហ្នឹងគឺគាត់តំណាងឲ្យអ្នកស្រី Bridget Walker បងប្អូនចាំហើយស្ថានទូតអាមេរិកមកដល់ម៉ោងនេះអត់ទាន់មានឯកអគ្គរដ្ឋទូតថ្មីនៅឡើយទេណាគឺនៅប្រើភារៈធារីទេភារៈធារីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាកាលពីដំបូងឡើយគឺអ្នកស្រី Bridget Walker ឥឡូវនេះគាត់បានទៅធ្វើជាអនុប្រធានបេសកកម្មនៅប្រទេសហ្វីលីពីនមកទៅហើយគឺគាត់ឈប់ពីការអស់អាណត្តិឬអីចឹងទៅក៏អ្នកស្រី Alex Zero ក៏បានចូលមកជំនួសតំណែងអ្នកស្រី Bridget Walker ធ្វើជាភារៈធារីដដែលអត់មានតំណាងឯកអគ្គរដ្ឋទូតនៅឡើយដដែលកម្ពុជាហ្នឹងឮថាចិត្តមានហើយប៉ុន្តែមិនដឹងកាលទេព្រោះអី2ឆ្នាំហើយលោកត្រាំកាន់តំណែងជិត2ឆ្នាំអត់ទាន់បានមានឯកអគ្គរដ្ឋទូតថ្មីទេក៏ប៉ុន្តែនៅពេលដែលអ្នកស្រី Alex Zero បានជួបជាមួយនឹងលោកឆៃស៊ីណារិតកាលពីថ្ងៃទី15ហ្នឹងគឺបើតាមស្ថានទូតអាមេរិកគឺនៅលើ Facebook របស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជានិយាយថាភារៈធារីស្ថានទូតអាមេរិកលោកស្រី Alex Zero បានជួបពិភាក្សាជាមួយនឹងលោកឆៃស៊ីណារិតដែលជាប្រធានលេខាធិការដ្ឋានគណៈ
ការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដើម្បីពិនិត្យមើលការខិតខំប្រឹងប្រែងរួមគ្នាក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆបោកអនឡាញដែលកំណត់គោលដៅលើពលរដ្ឋអាមេរិកចឹងអ្នកស្រី Alex Zero នេះទៅជួបលោកឆៃស៊ីនរិទ្ធហ្នឹងក្នុងបំណងដោះស្រាយបញ្ហាឆបោកអនឡាញហ្នឹងឲ្យមានប្រសិទ្ធភាពព្រោះអីជនរងគ្រោះច្រើនជាអាមេរិកយើងដឹងហើយអាមេរិកបកកលោកទ្របលោក Gen Z អស់15,000 លានដុល្លារទុកនៅរដ្ឋាភិបាលអាមេរិកហ្នឹងគឺដោយសារជនជាតិអាមេរិករាប់ម៉ឺននាក់រាប់សែននាក់អស់ខ្លាចជាជនរងគ្រោះអញ្ចឹងបាទទ្របហ្នឹងអាមេរិកអត់ឲ្យមកយើងវិញទេតាមពិតទ្របដែលបកកហ្នឹងគួរមកឲ្យខ្មែរតែអត់ឲ្យទេយកទៅសងឬក៏ទុកនៅរដ្ឋាភិបាលអាមេរិកដោយសារអីជនរងគ្រោះភាគច្រើនជាជនជាតិអាមេរិកអញ្ចឹងហើយការដែលជួបនេះគឺដោយសារអ្នកស្រី Alex Zero ហ្នឹងចង់ឲ្យកម្ពុជាពន្លឿនឬក៏ចេះគាត់ថាចេះទី1អ្នកស្រីទទួលស្គាល់ការបង្ក្រាបមជ្ឈមណ្ឌលឆបោកអនឡាញដែលគណៈកម្មការបានអនុវត្តរយៈពេលកន្លងមកនេះគឺកម្ពុជាធ្វើមកហ្នឹងគាត់ទទួលស្គាល់ថាពិតជាធ្វើឃើញធ្វើអញ្ចឹងមែនក៏ប៉ុន្តែជំរុញឲ្យរដ្ឋាភិបាលកម្ពុជាបង្កើនល្បឿននៃយុទ្ធនាការនេះទៀតបង្កើនកុំថយដៃព្រោះឥឡូវដូចយើងស្រាក់ដៃបន្តិចហើយដើម្បីធានាឲ្យថាអ្នកប្រតិបត្តិការនិងអ្នកនៅពីក្រោយឆបោកអនឡាញទាំងនោះត្រូវទទួលខុសត្រូវបានន័យថាទាំងអ្នកឆបោកក៏ត្រូវជាប់គុកទទួលទោសទាំងអ្នកដែលជាកាងជាខ្នងបង្អែកក៏ត្រូវទទួលទោសដែរនេះគឺអ្វីដែលភារៈធារីរបស់ស្ថានទូតអាមេរិកជំរុញឲ្យកម្ពុជាធ្វើឥឡូវនេះមែនតើអ្នកនៅពីក្រោយខ្នងហ្នឹងភាគច្រើនអត់សូវបានឃើញជាប់ទេនៅខ្មែរហ្នឹងបានតែត្រីកភ្លៀងត្រីកពឹសត្រីកញ្ចុះទេត្រីធំធំដូចផ្ទុកផ្ចដោត្រីរស់អីហ្នឹងកម្ពុជាយើងអត់មានបានភ្លក់បន្តិចសោះឲ្យគេឲ្យតែកភ្លៀងហើយនឹងកូនកពឹសនឹងឯងទៅចាប់តែអំបាទដូចលោកស្អីលីគង់ឯណាមិនដែលលឺសោះនៅប្រែកចាក់ខេត្តកពតណានោះបើលោកលីយងផាត់លោកកុកអានឬក៏លោកហ៊ុនតូអីហ្នឹងគឺមាននៅក្នុងបញ្ជីរៀបនាមបទនកម្មអន្តរជាតិអីមកកណោអត់ដែលបានស៊ើបអង្កេតស្រាវជ្រាវអីទាំងអស់បាទឥឡូវនេះគឺតកតងនឹងរឿងនេះហើយបន្តទៅទៀតខ្ញុំចូលដល់រឿងទី2គឺនាយករដ្ឋមន្ត្រីថៃថាខ្លួនមិនជំទាស់ទេបើចិនចង់ធ្វើជាអ្នកសម្របសម្រួលបន្ធូរបន្ថយស្ថានភាពតានតឹងនៅបញ្ហាព្រំដែនកម្ពុជាថៃនេះបើយើងនិយាយមែនតើទៅវាជាដំណឹងល្អដែរទេព្រោះអីថៃបិទទ្វារហើយនៅក្នុងការចរចាជាមួយកម្ពុជារឿងព្រំដែនគោកព្រោះដោយសារតែលោកអនុទិនច័ន្ទវរៈគុលខឹងខ្មែរយើងក្នុងការដែលយករឿងនៅព្រំដែនសមុទ្រនោះតកតងនឹងច្បាប់សន្ធិសញ្ញាគ្រប់គ្រងដែនសមុទ្រ UNCLOS នោះដែលយកតររឿងថាឲ្យអាជ្ញាកណ្ដាលយកមកដោះស្រាយអីចឹងតែមិនព្រមចរចាទ្វេភាគីណាតាមពិតល្បិចអនុទិនច័ន្ទវរៈគុលទេព្រោះអារឿង UNCLOS ហ្នឹងគឺជាផ្កាននងរបស់ថៃទេឲ្យជាប់ជាមួយនឹងញៀងផ្លែបបក់ដែលអត់មានដាក់នុយសោះហ្នឹងខ្មែរលូតចាប់ជាប់ផ្លែបបក់របស់ថៃហ្នឹងលេងលបែងថៃហ្នឹងគឺផ្ដង់តែអាជ្ញាកណ្ដាលធ្វើឲ្យថៃមានហេតុផលរឿងព្រំដែនគោកអត់ចរចាហ្មងព្រោះយើងទៅរកអ្នកកណ្ដាលរកកណ្ដាលទៅហើយត្រូវនឹងដឹងតែចិត្តខ្មែរអត់ប្តឹងទៅតុលាការព្រំប្រទានអន្តរជាតិទៀតឬក៏យុទ្ធធម៌អន្តរជាតិទៀតថៃស៊ីផុយក៏ប៉ុន្តែឥឡូវនេះគេនិយាយស្អំចិត្តគេចង់និយាយថាគេនឹងគឺជាអ្នកស្រឡាញ់សន្តិភាពចង់ចរចាអញ្ចឹងណាពងថាបិទផ្លូវចរចាអស់តែដល់ពេលទៅចិនដោយសារចិននេះគឺចិនអញ្ជើញទាំងខ្មែរអញ្ជើញទាំងថៃនិងប្រធានាធិបតីឬក៏នាយករដ្ឋមន្ត្រីមេដឹកនាំពិភពលោកដ៏ច្រើនទៀតទៅចូលរួមពិធីមួយគេហៅថាសន្និសិទបច្ចេកវិទ្យាសិប្បនិម្មិតបញ្ញាសិប្បនិម្មិត AI នោះនៅប្រទេសចិនព្រោះចិនគេបច្ចេកវិទ្យា AI គេហ្នឹងគឺល្បីជំពេញពិភពលោកដែរគេលឿនមែនតើហើយក៏គេនាំទៅវាដោយទាំងលោកហ៊ុនម៉ាណែតដោយទាំងអនុទិនច័ន្ទវរៈគុលអញ្ចឹងពេលដែលអ្នកសារព័ត៌មានសួរលោកអនុទិនច័ន្ទវរៈគុលថាតើអាចមានលទ្ធភាពនៅក្នុងការដែលនាយករដ្ឋមន្ត្រីថៃប្រទេសថៃព្រមឲ្យចិនសម្របសម្រួលការចរចាកិច្ចការព្រំដែននេះដែរទេបើមិនជាចិនចង់ធ្វើជាអ្នកសម្របសម្រួលលោកអនុទិនឆ្លើយយ៉ាងខ្លីថាថៃអត់បិទទ្វារនេះទេបានន័យថាម៉េចបានន័យថាបើចិនចង់សម្របសម្រួលតាក់ទងនឹងការបន្ធូរបន្ថយភាពតានតឹងនៅព្រំដែនក៏ថៃមិនជំទាស់អីដែរតាមពិតរឿងនេះគឺជាភាសាការទូតដែរទេព្រោះអីថៃហើយនិងចិនមានទំនាក់ទំនងពាណិជ្ជកម្មធំជាងខ្មែរច្រើនដងណាស់ដូច្នេះចិនក៏ចំណេញពីថៃក៏ចំណេញពីចិនចិនក៏ចំណេញពីខ្មែរច្រើនដែរតែខ្មែរចំណេញពីចិនបានតិចតួចណាស់អញ្ចឹងហើយបានជារឿងនេះយើងឃើញមានភាពអយុត្តិធម៌សម្រាប់ខ្មែរចិនមិនមែនមិនដែលសម្របសម្រួលទេចិនសម្របសម្រួលខ្មែរយើង2ដង3ដងហើយជាមួយថៃតែអត់បានផលទេព្រោះរឿងចំនួនព្រំដែនកម្ពុជាថៃមិនមែនកម្រិតចិនអីជួយបានទេគឺកម្រិតនយោបាយតាក់ទងនឹងការរឿងនៅស្រុកថៃនេះព្រោះរឿងនេះគឺរឿងនយោបាយតែក្តៅនៅបាងកកគាត់យកមកដុតនៅព្រំដែនឥឡូវយកបានព្រំដែនយើងប៉ុណ្ណេះហើយចាំទៅ10000ឆ្នាំហើយបើមិនប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំដែនអន្តរជាតិទេគឺ10000ឆ្នាំតែកម្ពុជាយើងនៅសង្ឃឹមចាំគេចរចាអញ្ចឹងហើយបងប្អូនវាគួរឲ្យសោកស្ដាយដែរតែយើងធ្វើម៉េចបើយើងខ្សោយជាងគេបើគេមិនចរចាក៏យើងមិនដឹងធ្វើម៉េចនៅតែកោតទោសនៅតែតវ៉ាសុំអំពាវនាវឲ្យគេដកចេញឲ្យគេវាស់អីអញ្ចឹងតែប៉ុណ្ណឹងឯងតាមពិតថៃអត់មានត្រូវការកម្ពុជាមកអង្វរទេតែកម្ពុជាត្រូវតែអង្វរថៃព្រោះកម្ពុជាជាអ្នកខាតបង់ថៃជាអ្នកលួចអ្នកប្លន់វាតែប៉ុណ្ណឹងឯងបាទឥឡូវបន្តទៅទៀតគឺខ្មែរយើងមុជមិនជ្រៅទៅមិនឆ្ងាយត្បិតរវល់ចំណាយពេលឡែរឿងលោកហ៊ុនសែនចាញ់បាល់អស់លោកអីតើកាលបានជាយើងមុជឲ្យជ្រៅទៅឲ្យឆ្ងាយបន្តិចទៅណាព្រោះអីបងប្អូនមានដឹងទេថាមកដល់ម៉ោងនេះសេដ្ឋកិច្ចកម្ពុជាយើងធ្លាក់ចុះពាក់កណ្ដាលជាងពាក់កណ្ដាលនេះគឺខាងមូលនិធិរូបិយប័ណ្ណអន្តរជាតិ IMF គេទៅតែប្រាប់មកថាយើងចុះហើយដាំក្បាលចុះពាក់កណ្ដាលហើយពី 7.5 មកនៅសល់តែ 3% ទេទៅនេះអាហ្នឹងប្រជាពលរដ្ឋខ្លោចផ្សារទេសចរធ្លាក់ពាក់កណ្ដាលជាងពីមុនមក10នាក់ឥឡូវបានតែ5នាក់បញ្ហាឆបោកអនឡាញបញ្ហាព្រំដែនបញ្ហាអត់ការងារធ្វើបញ្ហាជីបញ្ហាប្រេងបញ្ហា100ចម្ពុកនៅក្នុងប្រទេសកម្ពុជាអស់លោកមករវល់រឿងលោកហ៊ុនសែនចាញ់បាល់ហើយលោកហ៊ុនសែនហ្នឹងក៏ឲ្យរវល់ដែរគឺគាត់ឆ្លាតដែរគាត់ដឹងផ្កាដំណងរបស់គាត់ហ្នឹងដែរ
ព្រោះដឹងប្រជាពលរដ្ឋខ្មែរយើងនឹងចូលចិត្តអាប់ការណនងជាមួយនឹងញៀងផ្លែបបក់នៅពីក្រោយរបស់លោកហ៊ុនសែននឹងដែរគាត់បបក់មកដើម្បីពវៀងយើងឲ្យចាប់អារម្មណ៍ទៅលើបាល់ទាត់លើអីចឹងទៅហើយនាំគ្នាអង្គុយវិភាគឡាយបែកខ្ទិះនៅនឹងអត់ប្រយោជន៍ទាំងអស់គ្នាទាំងលោកហ៊ុនសែនទាំងអ្នកដែលគ្រប់គ្រងគណៈបកប្រឆាំងទាំងរដ្ឋាភិបាលនឹងឆ្លោះគ្នាជេរគ្នាអត់ប្រយោជន៍ព្រោះអីលោកហ៊ុនសែនគាត់ភ្នាល់អ្នកណាចាញ់អ្នកហ្នឹងហ្មងហើយក្រុមប្រឆាំងគាត់ថាគាត់ប្រើភាសាអើយចឹងមិនថាគាត់ថាលោកហ៊ុនសែនមនុស្សចង្រៃមនុស្សអីខ្ញុំមែនតើទៅខ្ញុំជឿថាលោកហ៊ុនសែនគាត់ធ្វើខុសច្រើនដែលយើងនិយាយទៅនៅក្នុងការដឹកនាំជាតិយើងនឹងគឺដល់ស្ថានភាពបែបហ្នឹងយើងដឹងថាប៉ុន្តែរឿងគាត់ចង្រៃមិនចង្រៃរឿងស្អីហ្នឹងវាជាភាសាដែលក្រូតគ្រៀតធ្វើឲ្យតែឆ្លោះគ្នាប្រយោជន៍ព្រោះអារឿងចាប់បាល់ចាប់អីហ្នឹងវាជាអំពើអបាយមុខដែលគួរឲ្យស្អប់ខ្ពើមហើយប៉ុន្តែមេដឹកនាំយើងទៅលេងផុកហើយហេតុអីបានជាយើងទៅលេងផុកមួយគាត់ឆ្បងឲ្យឆ្ងល់ហើយហេតុអីបានជាតែចាត់ទុកថាលោកហ៊ុនសែនហ្នឹងជាអច្ឆរិយៈបុគ្គលដែលឲ្យតែគាត់ចាប់ក្រុមណាគឺដឹងតែឈ្នះក្រុមហ្នឹងចាក់តាមគាត់ចឹងទៅអ្នកដែលចាក់តាមលោកហ៊ុនសែនហ្នឹងគឺតែក្រុមអមយថោងគណៈបព្វជិជនកម្ពុជាដើម្បីអជ័យធ្លាក់ទឹកឲ្យដើម្បីមេទៅផ្លូវណាផោមក្អូបហ្នឹងទៅតាមគ្នាចឹងទៅហើយយើងទៅជឿរឿងលបែងបាល់មូលហ្នឹងបានប្រយោជន៍អីនាំទៅឲ្យទៅឆ្លោះគ្នាបែកបាក់ជាតិយើងណាហើយពេលដែលគាត់ចាប់បារាំងចាញ់អេស្ប៉ាញ2គ្រាប់ថ្ងៃបន្ទាប់នេះម្សិលមិញនេះគាត់ចាប់អង់គ្លេសចាញ់អាហ្សង់ទីន1គ្រាប់2-1ហើយទៅស្ដាប់ការបកស្រាយដូចតុងចាប់តុងរបស់គាត់ថាបារាំងឈ្នះតែគាត់ចាក់ទៅឯណាណីនោះតែនិយាយរឿងគាត់ថាគាត់ផ្សាយជាសាធារណៈគាត់សរសើរបារាំងតែគាត់នៅខាងក្រោយគាត់ចាក់ក្រុមមកខាងទៀតលោកហ៊ុនសែនរំលឹកឲ្យឃើញអំពីចរិតរបស់ខ្មែរយើងណាដែលបាត់ចតិះចរិតបែបនេះគឺវាហាក់បីដូចជាមិនទទួលស្គាល់ខ្លួនចង់ផ្សាយហ្នឹងគឺដើម្បីប្រាប់ថាខ្លួនព្យាករអនាគតមានចក្ខុវិស័យសំបីតែបាល់ទាត់ក៏ទីមិនឲ្យខុសដែរគឺត្រូវតែទាឲ្យត្រូវចឹងហ្មងគឺគាត់ជាមេដឹកនាំដែរពូកែបើជាគ្រូទាយមកជាមេដឹកនាំប៉កែចឹងយើងចាំបាច់យកលោកហ៊ុនសែនមកដឹកនាំប្រទេសអីយើងយកអ្នកនៅមានកំប៉ុងជើងធុកនៅវត្តភ្នំមកអង្គុយទាយទៅល្អហើយបើយើងងាប់ហើយបើយើងយកអ្នកដឹកនាំដែលមានចក្ខុវិស័យតាមការទាយបែបគ្រូទាយចឹងងាប់ហើយយើងទាំងអស់គ្នានឹងក៏ត្រូវជឿចឹងអីគាត់ចង់និយាយពីស្អីក៏និយាយទៅគឺដើម្បីពវៀងប្រវាយព្រឹត្តិការណ៍ហ្នឹងឲ្យយើងវល់ហើយគាត់គ្រប់គ្រងក្រុមបារាំងគាត់ទៅចាប់ក្រុមអេស្ប៉ាញឥឡូវគាត់ថាគាត់គ្រប់គ្រងក្រុមអង់គ្លេសមែនក៏ប៉ុន្តែគាត់ចាក់លុយទៅខាងគាត់ចាប់ទៅអាក្រុមអាហ្សង់ទីនអីចឹងទៅគាត់បង្ហាញនេះគឺបង្ហាញអំពីភាពដូចថាវិលអត់មានទិសតំបន់ណាដើម្បីអីយកតែរួចខ្លួនព្រោះតែគាត់ថាខុសប្រជាពលរដ្ឋថាគាត់មិនជាបកែទាយទូទាយអីទេគ្មានស្អីចិត្តតែស្មានដូចតែគ្នាអីចឹងទៅកុំឲ្យខុសពេកគឺគាត់យកឈ្នះចិត្តទៅនិយាយពីរឿងគាត់ក៏ឈ្នះដែរព្រោះគាត់ចាប់ក្រុមខាងនេះរំលឹកឲ្យឃើញពីកីឡាករខ្មែរយើងទៅទាត់បាល់នៅវៀតណាមនៅស៊ីហ្គេមឆ្នាំណានោះបងប្អូនរឿងអាស្រូវផ្អើលពេញស្រុកខ្មែរខ្លួនឯងទៅទាត់បាល់ជាមួយក្រុមវៀតណាមយើងទៅពេលចាក់បាល់អាកីឡាករលេងបាល់ខ្លួនឯងហ្នឹងទៅចាក់ឲ្យក្រុមវៀតណាមយកក្រុមវៀតណាមឈ្នះយើងជាអ្នកទាត់បាល់យើងអត់ជឿលើសមត្ថភាពខ្លួនឯងចាក់លុយកុំឲ្យចាញ់ដឹងតែក្រុមវៀតណាមឈ្នះហើយប៉ុន្តែអូជ័យយកកម្ពុជាតែដល់ពេលចាក់បាល់ចាក់ក្រុមវៀតណាមឯណោះវិញដើម្បីរងព្រោះដឹងតែយើងទៅមិនឈ្នះទេតែអូបដូរផ្ដាច់ឲ្យឈ្នះយើងជាកីឡាករមិនទាំងហ៊ានចាប់លុយខ្លួនឯងផងចឹងយើងប្រកែប៉ុណ្ណាទៅនឹងបានន័យថាយើងចាក់ខ្សែរឿងនេះគ្រោះថ្នាក់អ្នកដឹកនាំចាក់ខ្សែក៏គ្រោះថ្នាក់កីឡាករចាក់ខ្សែក៏គ្រោះថ្នាក់អ្នកផ្សេងណាទៀតចាក់ខ្សែក៏គ្រោះថ្នាក់ព្រោះយើងអត់មានចំហយើងចង់និយាយថាយើងអត់មានចំហច្បាស់លាស់យើងអត់ជឿលើគោលការណ៍ច្បាស់លាស់អីមួយគឺយើងចាក់ខ្សែធ្វើម៉េចឲ្យតែមកឈ្នះហើយអញ្ចឹងហើយបានជាខ្ញុំស្នើសុំឲ្យបងប្អូនទាំងអស់ឈប់ឡាយតាមលោកហ៊ុនសែនរឿងបាល់ហ្នឹងឲ្យគាត់ទៅព្រោះអីថ្នាក់ដឹកនាំអត់មានម៉ោងនេះមកនិយាយពីរឿងស្អីណាគ្រប់ត្រូលបាល់មើលទៅក្រុមគ្រួសារអីបងប្អូនមិត្តភក្តិបានមិនចាំបាច់មកផ្សាយតាមបណ្ដាញសង្គមអីទេព្រោះអារឿងមើលបាល់កីឡាហ្នឹងគេគ្រប់ត្រូលគ្រប់តែប្រទេសហ្នឹងជាតិសាសន៍ណាក៏គេធ្វើដែរប៉ុន្តែគេអត់ដែលមកឡើងមកនិយាយគ្រប់ត្រូលក្រុមនេះគ្រប់ត្រូលក្រុមនោះព្រោះវាប៉ះពាល់ដល់ការដែលយើងរើសអើងក្រុមរើសអើងប្រទេសព្រោះតាក់ទងតំណែងតំណងការទូតព្រោះអីម្ដងក្រុមនេះឈ្នះម្ដងក្រុមនោះឈ្នះបើយើងសរសើរក្រុមនេះវាអន់ចិត្តក្រុមនោះដូចជាហួយនឹងសង្ខ្យាអញ្ចឹងណាញ៉ាំនាងណាបើសិនតែវាស្រស់ដូចគ្នាឆ្ងាញ់ដូចគ្នាអីចឹងតែលុយមានសម្រាប់តែបង្អែមមួយចានបើញ៉ាំនាងនេះមិនស្ដាយនាងនោះអញ្ចឹងយើងយកទាំងពីរបដ ாய் ទៅឧទាហរណ៍អាហ្នឹងសូម្បីតែបាត់ចម្រៀងឬក៏ជាពាក់សិនហូបទាំងពីរហូបទាំងចាហួយហូបទាំងសង្ខ្យាអញ្ចឹងទៅសូម្បីតែចម្រៀងលោកស៊ីនសមុទ្រពីសម័យដើមក៏បញ្យល់អំពីការដែលត្រូវឲ្យមានភាពថ្លឹងថ្លែងកុំលឹះលួសអីចឹងដែរអញ្ចឹងបងប្អូនណាចង់អារម្មណ៍មកវិញកម្ពុជាសប្តាហ៍ថ្ងៃអត់មានបានផលអីពីបាល់ទាត់នេះទេក្រៅតែពីនាំគ្នាជេរបន្តិចអត់ប្រយោជន៍ផ្ដោតអារម្មណ៍មករឿងព្រំដែនវិញផ្ដោតអារម្មណ៍មករឿង scam online ឆបោក online ផ្ដោតអារម្មណ៍មកលើបញ្ហាកសិករស្រូវជីបញ្ហារាជការបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះបញ្ហាអត់ភ្ញៀវទេសចរបញ្ហាអសកម្មនៅក្នុងសង្គមបញ្ហាអំពើពុករលួយបញ្ហាបោះឆ្នោតសិទ្ធិមនុស្សកម្មជនជាចាប់ដាក់គុកបញ្ហាលោកកម្មសខាបាត់សិទ្ធិសេរីភាពលោករងជនអស់សិទ្ធិនេះត្រូវផ្ដោតមករឿងនេះបានជារឿងអាយុជីវិតជាតិព្រោះបាល់ទាត់នេះវាកើតឡើងរាល់តែឆ្នាំហើយអត់ប្រយោជន៍ទេស្រឡាញ់ទៅខ្ញុំមិនទៅខាត់ទេក៏ប៉ុន្តែកុំឲ្យវាយឡាយអីចឹងពេកអូខេឥឡូវតាក់ទងបន្តទៅទៀតរឿងអ្នករត់កង់3ម្នាក់ត្រូវបានផ្ដន្ទាទោសជាប់ពន្ធនាគារ4ឆ្នាំជុំវិញការបង្ហោះសារពីបញ្ហាព្រំដែនបើបង្ហោះបាល់ទាត់អត់អីតែបង្ហោះរឿងព្រំដែនដឹងតែជាប់គុកចឹងហ្មងយើងឃើញអង្គការលីកាដូមូលដ្ឋានបានរាយការណ៍ពីថ្ងៃទី16ម្សិលមិញថា16ម្សិលមិញ16ថ្ងៃហ្នឹងឯងបងប្អូនខ្ញុំនេះចង់ទៅលឿនមែនតើកាលពីថ្ងៃទី15ខែកក្កដាសាលាដំបងរាជធានីភ្នំពេញបានសម្រេចផ្ដន្ទាទោសលោកហុករ៉េន
ដែលជាអ្នករត់កង់3នឹងប្រើប្រាស់បណ្ដាញសង្គមមួយរូបឲ្យជាប់ពន្ធនាគារ4ឆ្នាំពីបទធ្វើឲ្យខូចទឹកចិត្តកងទ័ពនិងញុះញង់នាំឲ្យមានការវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមជាប់តាក់ទងទៅនឹងការបង្ហោះសារលើបណ្ដាញសង្គម Facebook របស់លោកពីបញ្ហាព្រំដែនកម្ពុជាថៃនេះបើសិនជាដូចលោកហុករ៉េនណាគាត់និយាយប៉ុណ្ណឹងជាប់គុកគាត់និយាយពីរឿងទាហានខ្មែរខ្វះម៉ោងនេះណាមួងណារ៉េតនេះបើគេដាក់គុកវិញណាប្រហែលជា100ជីវិតហើយបើនិយាយពីរឿងគុកព្រោះខ្ញុំក៏និយាយច្រើនដែរពីរឿងការពិតតាក់ទងនឹងកងទ័ពរឿងបែបនេះណានៅស្រុកសេរីគេនិយាយគេបញ្ហាទេប៉ុន្តែនៅស្រុកខ្មែរគឺអញ្ចឹងអានេះគឺជាម៉ែត្រវាស់អំពីរបៀបដឹកនាំបែបផ្ដាច់ការឲ្យយើងទៅប្រាប់ថាកម្ពុជាជាឋានសួគ៌ឋានសុខសេរីភាពហ្នឹងសេរីភាពសាក់តែនិយាយតែគ្រប់គ្រងរដ្ឋាភិបាលគឺដឹងឲ្យបានផលតទៅពេលប្រឆាំងតែមួយម៉ាត់គ្រប់គ្រង10ឆ្នាំក្រោយ20ឆ្នាំក្រោយ100ឆ្នាំក្រោយតែមួយម៉ាត់ចុងក្រោយគឺជាប់គុកចឹងឲ្យតែហ៊ានគឺថាតវ៉ាខ្មាំងប្រឆាំងខ្មោចដូចតែសម័យខ្មែរក្រហមដែរលោកហុករ៉េនអាយុ51ឆ្នាំគឺចាប់ជាលើកទី2ទៅហើយនៅរសៀលថ្ងៃទី19ខែធ្នូ2025ភ្លាមក្រោយលោកបានបញ្ចេញការរិះគន់លើបណ្ដាញសង្គម Facebook ទៅលើថ្នាក់ដឹកនាំរដ្ឋាភិបាលជំវិញចំណាត់ការជំរុះព្រំដែនកម្ពុជាថៃនៅអំឡុងឆ្នាំ2025លោករ៉េនត្រូវបានចោទប្រកាន់ពីបទដែលមានជំរាបខាងលើហ្នឹងលោករ៉េនក៏ត្រូវបានចោទប្រកាន់ពីបទមិនរៀងចាលទៀតព្រោះធ្លាប់ជាប់គុកបទមជ្ឈិមបន្ទាប់ពីផ្ដន់ទាទោសរួចហើយដែលកាលនោះគឺគាត់ប្រព្រឹត្តគេឥឡូវលោករ៉េនត្រូវបានជាប់ពន្ធនាគាររយៈពេល18ខែហើយទៅបោះកាលមុនជាប់18ខែដោះលែងអនុវត្តទោសរួចរាល់នៅក្នុងខែមករាឆ្នាំ2025បន្ទាប់មកលើចាប់ខ្លួនទៀតហើយលើជាប់គុកទៀតយើងទៅអត់រៀងចាលមិនដូចខ្ញុំនិយាយចឹងយើងអត់ប្រព្រឹត្តខុសអីយើងអត់អាចរៀងចាលកើតទេដូចកញ្ញាឈឹមស៊ីធដូចលោករងឈុនដូចលោកកៅតសារាយប្រព្រឹត្តបទល្មើសដែលមិនមែនជាបទល្មើសហើយយើងចោទគេតាមបែបនយោបាយមកគឺថាហូបបាយខុសដល់ពេលចេញពីគុកមកហូបបាយទៀតជាប់គុកទៀតហើយព្រោះហូបបាយរាល់ថ្ងៃខុសដែរអាហ្នឹងខ្ញុំនិយាយឧទាហរណ៍ឲ្យសាមញ្ញយើងរកកន្លែងខុសអត់ឃើញព្រោះហូបបាយដើម្បីរស់ដល់ពេលហើយគេថាជាប់គុកដោយសារលើកមុនជាប់គុកដោយសារយើងរស់ហូបបាយយើងថាខុសដែរហូបបាយដល់ពេលចេញមកទៅហូបបាយទៀតគេថាអត់រៀងចាលព្រោះនៅហូបបាយទៀតជាប់គុកទៀតបាទហ្នឹងគឺច្បាប់នៅស្រុកខ្មែរឥឡូវបន្តទៀតបងប្អូនគឺជប៉ុនថាកំពុងតែតាមដានយ៉ាងស្អិតរឿងប៉ុន្តែមុននឹងជប៉ុនតាមដានស្អិតនេះខ្ញុំនិយាយពីការផ្ទុះការវែកញែករឿងកំហុសអក្ខរាវិរុទ្ធក្នុងលិខិតលើកលែងទោសអក្រិតជនបែលហ្សិកជួញដូរគ្រឿងញៀនរឿងនេះតាមពិតវាមិនគួរជារឿងខ្ញុំយកមកផ្សាយអីទេបងប្អូនក៏ប៉ុន្តែពេលដែលខ្ញុំផ្សាយនេះគឺជាន័យអប់រំន័យដាស់តឿននិងក្រើនរំលឹកឬក៏ជាបច្ច័យដើម្បីដូចថាយកទៅកែផងហើយពន្យល់ទៀតបងប្អូនឃើញប្រជាក្រិតរបស់តាមពិតប្រជាក្រិតនេះគឺសញ្ញាដោយលោកហ៊ុនសែននេះព្រោះលោកហ៊ុនសែនឆ្លៀតឱកាសពេលព្រះមហាក្សត្រខ្មែរកំពុងសម្រាប់ព្យាបាលនៅពេលកាំងហ្នឹងគឺបានមកសរសេរចុះហត្ថលេខាលើកលែងទោសជនជាតិបែលហ្សិកដែលជួញដូរគ្រឿងញៀនជាង1គីឡូហ្នឹងដែលជាប់គុកអស់មួយជីវិតហ្នឹងតាមសំណើកូនប្រុសរបស់គាត់គឺលោកហ៊ុនម៉ាណែតហ្នឹងគឺមិនដឹងថាមានរឿងអីបានជាទៅលើកលែងទោសតាន់ដិតដែលជួញដូរគ្រឿងញៀនជាប់គុកមួយជីវិតខ្ញុំកំពុងតែឆ្ងល់រឿងហ្នឹងវាជួយដល់ជាតិខ្មែរហ្នឹងសំខាន់ប៉ុណ្ណាទៅដោះលែងតាន់ដិតនេះទៅធ្វើឲ្យជាតិយើងហ្នឹងខ្លាយទៅជាប្រទេសសេរីប្រជាធិបតេយ្យសេដ្ឋកិច្ចយើងកើនឬក៏យ៉ាងម៉េចចោះលោកកម្មសខាលោករងឈុននេះដែលដោះទៅដែលបានទទួលរួចតន្តកម្មពីបរទេសហេតុអីក៏មិនដោះមកដោះលោកបែលហ្សិកនេះតើបានចំណេញអីដល់ជាតិក្រៅតែពីមិនដឹងរឿងអីឲ្យប្រកាសហើយអ្នកជាប់ទោសគ្រឿងញៀនហ្នឹងវាអត់ត្រូវការទទួលរឿងលើកលែងទោសអីតតែសោះគេលើកលែងទោសតែចោលលួចមន់លួចចេកស្អីបន្តិចបន្តួចឆ្លោះគ្នាក្នុងគ្រួសារអីប្តីប្របាយប្រពន្ធប្រពន្ធវាយប្តីទាស់សម្ដីគ្នាអីឡាក់នឹងឡាក់អីបន្តិចបន្តួចចេះទេហើយអញ្ចឹងអ្នកទោសនយោបាយអីដោះលែងគ្នាទៅមកដោះលែងអ្នកទោសអក្រិតជនជាប់គុកមួយជីវិតដែលជាជនជាតិបែលហ្សិកគេរិះគន់គាត់គ្រប់គ្នាឥឡូវទាំងឪទាំងកូនទាំងលោកហ៊ុនម៉ាណែតទាំងលោកហ៊ុនសែននាំគ្នាបានបកគោណាព្រះមហាក្សត្រព្រះបាទនរោត្តមសីហមុនីលោករួចខ្លួនដែរព្រោះអីកន្លែងទាំងគង់ប្រថាប់ព្យាបាលប្រជារោគនៅពេលកាំងទៅខាងលោកហ៊ុនសែនបញ្ញាប់ជាមួយលោកហ៊ុនម៉ាណែតកុំឲ្យលោកព្រះមហាក្សត្រយាងមកតន់អញ្ចឹងលើកលែងទោសទៅហើយដល់ប្រហែលជាបញ្ញាប់ពេកហ្នឹងក៏តែមិនដឹងសរសេរការត្រាស់បង្គាប់ហ្នឹងប្រើភាសាមួយដែលធ្វើឲ្យបណ្ដាញសង្គមហ្នឹងផ្សាយព្រាតថាហេតុអីបានជាគេប្រើពាក្យនៅក្នុងមេត្រាមួយនេះនិយាយថាលើកលែងទោសទៅដល់ជនឈ្មោះតាំងគុយអេឌឌីតៃយេហើយតាមអំណាចសាលក្រមព្រហ្មទណ្ឌលេខប៉ុណ្ណេះរបស់តុលាការកំពូលតាមពិតប្រជាពលរដ្ឋដែលគេលើកឡើងហ្នឹងគឺមិនជារឿងអីទេគឺរឿងសរសេរភាសាខុសនៅក្នុងបរិយាក្រិតនេះប្រហែលជាមានតែ3បន្ទាត់សោះខុសដែរគឺរឿងសរសេរថាការលើកលែងទោសនេះគឺធ្វើតាមសាលក្រមរបស់តុលាការកំពូលគាត់ជំទាស់ហ្នឹងមិនមែនជំទាស់រឿងលើកលែងទោសទេឥឡូវមកនាំគ្នាជជែករឿងសរសៃមីនិងសរសៃកាទៀវឲ្យអត់ជជែករឿងសាហាយស្មន់ដែលនាំស្រីទៅហូបចូលហាងហូបស្អីនៅក្នុងហាងហ្នឹងឥឡូវអារឿងមានស្រីអត់ជជែកទៀតទេជជែកពីរឿងសរសៃមីនិងសរសៃកាទៀវវិញណាវាទៅជាវល់ចេះវិញគាត់ជជែករឿងខុសពាក្យថាពាក្យតុលាការកំពូលគេអត់អាចប្រើសាលក្រមទេអញ្ចឹងអ្នកណាឲ្យខុសប្រកាសនៅក្នុងការធ្វើប្រជាក្រិតដែលមានតែ2 3បន្ទាត់ហ្នឹងជាការពិតបងប្អូនការលើកឡើងរបស់បងប្អូនលើបណ្ដាញសង្គមហ្នឹងក៏មានហេតុសំរុំដែរប៉ុន្តែយើងអត់និយាយពីរឿងហេតុអីបានជាគេលើកលែងទោសលោកជនជាតិបែលហ្សិកនេះយើងមកនាំគ្នាឆ្លោះគ្នារឿងពាក្យប្រើខុសព្រោះធម្មតានៅក្នុងពាក្យបច្ចេកទេសខ្មែរគេមានឋានានុក្រមរបស់ពាក្យនៅក្នុងសេចក្តីសម្រេចរបស់តុលាការសេចក្តីសម្រេចតុលាការជាន់ទាបសាលាដំបងគេប្រើថាសាលក្រមខ្ញុំបានបញ្យល់បងប្អូនច្រើនដងដែរប៉ុន្តែនេះប្រហែលជាកំហុសអក្ខរាវិរុទ្ធទេប្រហែលជា copy ទៅវាលឿនពេកព្រោះបញ្ញាប់ខ្លាចបកគោណាជាងមកស្រុកខ្មែរវិញតាន់លោកហ៊ុនសែនបាត់ងារជាប្រមុខរដ្ឋស្ដីទីមិនអាចឡាយប្រហោះលេខានេះហើយឡាយតែត្រូវអាចបកគោណាលោកមិនអាចឡាយប្រហោះលេខាអីចឹងកុំឲ្យបកគោណាប្របាក់បញ្ញាប់ទៅក៏អាចខុសពាក្យនឹងលឿនទៅមើលមិនតាន់ក៏ថាបានដែរគឺដោយសារអីសាលាជាន់ទាបគេប្រើសាលក្រម
ពេលដែលដល់ឧទ្ធរទៅគឺគេប្រើសាលដីកាសេចក្តីសម្រេចអត់លែងសាលក្រមទៀតហើយព្រោះវាមានឋានានុក្រមខុសគ្នានិយាយទៅសាលក្រមតែសាលាដំបងទេចាប់ពីឧទ្ធរទៅដល់កំពូលគឺសាលដីកាទាំងអស់អានេះគឺជាបើថាយើងមិនច្បាស់យើងប្រើពាក្យសេចក្តីសម្រេចទៅអានោះវាស្រួលជាងព្រោះសេចក្តីសម្រេចរបស់តុលាការសាលាដំបងក៏បានសេចក្តីសម្រេចរបស់ឧទ្ធរក៏បានសេចក្តីសម្រេចរបស់តុលាការកំពូលក៏បានក៏ប៉ុន្តែបើយើងដូរសេចក្តីសម្រេចមកពីឈ្មោះសាលក្រមវិញគឺបានតែសេចក្តីសម្រេចរបស់សាលាដំបងសាលក្រមសេចក្តីសម្រេចរបស់សាលាឧទ្ធរគឺសាលដីការបស់សាលាកំពូលក៏សាលដីកាដែរគឺគេមានអញ្ចឹងហើយដល់ពេលគាត់ថាសាលក្រមរបស់តុលាការកំពូលអ្នកដែលសួរនឹងក៏សួរថាឥឡូវគេដូរពីអីអញ្ចឹងចាប់ពីតុលាការកំពូលទៅគេអាចប្រើសាលក្រមបានឬក៏គេនៅតែប្រើសាលដីកាគេគ្រាន់តែអើយចឹងបានថាបងប្អូនខ្មែរយើងស្អីក៏មានដែរហើយដល់ចឹងមកឡែរឿងហ្នឹងតាមពិតវាជាកំហុសទេអ្នកដែលសរសេរបរិយាក្រិតនេះយកទៅកែទៅមិនបាច់វែងឆ្ងាយទេព្រោះវាអត់មានអ្នកណាគេប្រើពាក្យសាលក្រមជាមួយតុលាការឧទ្ធរនិងសាលាកំពូលចាំបាច់មកបកស្រាយវែងឆ្ងាយអីថាគេប្រើអាហ្នឹងបានតិចទៅកាត់ក្បាលឲ្យត្រូវមួកទៀតទៅថាកុំឲ្យអ្នកដែលរៀបចំឲ្យលោកហ៊ុនសែនសញ្ញេហ្នឹងកុំឲ្យបាក់មុខគឺអត់មើលខុសត្រូវប៉ុន្តែចាប់ផ្ដើមកាត់ក្បាលឲ្យត្រូវមួកហ្នឹងបានន័យថាចាប់ពីពេលនេះតទៅប្រើពាក្យសាលក្រមជាមួយតុលាការកំពូលតុលាការឧទ្ធរដែរអាហ្នឹងគឺជារឿងឡាប់ឡាយមែនតើកុំប្រេះផ្ដាស់ឲ្យសោះប្រាប់ទៅថាអាហ្នឹងសរសេរខុសទេឲ្យកែទៅព្រោះអត់មានពាក្យខ្មែរណាសម្រាប់សាលក្រមសម្រាប់តុលាការកំពូលទេគឺចាប់ពីឧទ្ធរទៅដល់តុលាការកំពូលគឺគេហៅថាសាលដីកាហើយព្រោះសំបីតែឋានានុក្រមរបស់ជនសង្ស័យហ្នឹងក៏គេមានដំណាក់កាលដែរជនតែគេក៏ដំបូងឡើយគេហៅសង្ស័យក្រោយមកជនត្រូវចោទអត់ទាន់បានចោទទេសង្ស័យត្រូវចោទព្រោះតិចទៀតគេចោទដែរហើយដល់ពេលសង្ស័យត្រូវចោទពេលដែលគេចោទហើយគេហៅជនជាប់ចោទគឺនីតិវិធីគេដឹងថាអូសង្ស័យនៅមុខនីតិវិធីស៊ើបអង្កេតអត់ទាន់ដល់ជំនុំជម្រះទេដល់តែពេលត្រូវចោទបានតែគេចិត្តចោទគេហៅជនត្រូវចោទហ្នឹងអូនីតិវិធីហ្នឹងអត់ទាន់ដល់ជំនុំជម្រះទៀតនៅមុខអង្គបូរេឬក៏ប៉ូលីសស៊ើបអង្កេតអីស៊ើបសួរអីដល់ពេលគេចោទហើយគេហៅជនជាប់ចោទហ្នឹងបានតែបញ្ជូនទៅជំនុំជម្រះដល់ពេលជនជាប់ចោទហ្នឹងពេលដែលគេកាត់ទោសគេហៅតន់ដិតអីចឹងទៅហ่าដល់ពេលតន់ដិតហ្នឹងគឺវានៅអត់ទាន់មានសាលក្រមស្ថាពរច្បាប់នៅការពារថាមិនទាន់ជាវិរុទ្ធជនអីចឹងទៀតវាច្រើនណាបងប្អូនប៉ុន្តែហើយយើងនាំគ្នាមកវាយជជែករឿងហ្នឹងខាត់ពេលណាប៉ុន្តែយ៉ាងណាបងប្អូនជួនកាលវាលឿនពេកដែរដូចខ្ញុំនិយាយចឹងតែយើងប្រញាប់ពេកទៅទៅសេមើលវាមិនទាន់ទេព្រោះឡាយប្រញាប់ទៅលើកលែងទោសជនអក្រិតជួញដូរគ្រឿងញៀនបើនៅសិង្ហបុរីគេប្រហារជីវិតបាត់ហើយអញ្ចឹងសារនេះនឹងប្រាប់ជនជួញដូរគ្រឿងញៀននៅពិភពលោកថានៅស្រុកខ្មែរណាអញជួញដូរគ្រឿងញៀនដល់1គីឡូជាងក៏ដោយបើជាជនបរទេសក៏នៅតែលើកលែងទោសរួចដែរអញ្ចឹងអ្នកជួញដូរគ្រឿងញៀនកំពុងតែសបាយងាប់ហើយខ្មែរយើងភ័យឲ្យហើយទៅតែពេលអញ្ចឹងគឺណាគេខ្លាចបន្តទៅទៀតព័ត៌មានអន្តរជាតិហើយនេះនោះគឺជប៉ុនថាខ្លួនកំពុងតែតាមដានយ៉ាងស្អិតរឿងអាមេរិកបើកយុទ្ធនាការកំចាយតុលាការព្រំដែនអន្តរជាតិ ICC ដែលជនជាតិជប៉ុនជាប្រធានតុលាការនេះបាទនេះគឺជាប្រវត្តិសាស្ត្របងប្អូននៅក្នុងពិភពលោកគឺជប៉ុនអត់ដែលមានចៅក្រមឬក៏ប្រជាពលរដ្ឋជប៉ុនដែលជាប្រធានរបស់តុលាការព្រំដែនអន្តរជាតិ ICC នេះណាហើយដូច្នេះនៅក្នុងនេះគឺនៅពេលដែលជប៉ុនឮអាមេរិកចាប់ផ្ដើមធ្វើយុទ្ធនាការកំចាយកំទេចតុលាការព្រំដែនអន្តរជាតិនេះឲ្យខាងតែបានជាលក្ខណៈជាតិគឺជប៉ុនចាប់ផ្ដើមប្រយ័ត្នប្រយែងព្រោះជប៉ុនគឺជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចជាមួយអាមេរិកដែរក៏ប៉ុន្តែរឿងនេះអាមេរិកធ្វើជាមួយតុលាការព្រំដែនអន្តរជាតិនេះគឺជារឿងនយោបាយទេរឿងបច្ចេកទេសធ្វើអីតុលាការនេះអត់បានទេហេតុអីបានជាអាមេរិកធ្វើរឿងនេះឲ្យខ្ញុំចាត់ទុកថាជារឿងនយោបាយអាមេរិកមិនអាចធ្វើចាត់ការតុលាការនេះបានព្រោះតុលាការនេះគឺជាស្ថាប័នឯករាជ្យក្របខ័ណ្ឌអង្គការសហជីវជាតិហើយអ្វីដែលអាមេរិកធ្វើតុលាការនេះអត់បានហ្នឹងគឺអញ្ចេះឥឡូវខ្ញុំនិយាយសាវតាហ្នឹងខ្លីបន្តិចដើម្បីកុំឲ្យបងប្អូនអត់ដឹងថារឿងនេះយ៉ាងម៉េចម្សិលមិញម្សិលមួយថ្ងៃនេះគឺទាំងក្រសួងយុតិធធម៌អាមេរិកទាំងក្រសួងការបរទេសអាមេរិកលោក Marco Rubio បានចេញសេចក្តីថ្លែងការណ៍ប្រកាសគឺរំលាយអង្គការចាត់តាំងរបស់តុលាការព្រំដែនអន្តរជាតិនេះឲ្យខាងតែបានតាមរយៈការផ្ដាច់លុយតាមរយៈការធ្វើទុកបុកម្នេញដល់ចៅក្រមឬក៏មន្ត្រីតុលាការនេះឲ្យប្រទេសសម្ព័ន្ធមិត្តហាមទិដ្ឋាការឬដាក់ទណ្ឌកម្មអីយ៉ាងម៉េចធ្វើឲ្យស្ថាប័ននេះគឺយ៉ាប់ដោយសារអីដោយសារតែតុលាការនេះចង់ស៊ើបអង្កេតផ្ដន់ទាទោសទៅហ៊ានអាមេរិកឬក៏មេដឹកនាំអាមេរិកដែលឈ្លានពានអាហ្វហ្គានីស្ថានយូរហើយឥឡូវនេះដល់រឿងអ៊ីរ៉ង់ទៀតចឹងអាមេរិករៀងផ្អើលដែរព្រោះអ៊ីរ៉ង់នេះជាអំពើឈ្លានពានដែនអធិបតេយ្យរដ្ឋបរទេសទេណាបើតាមច្បាប់គឺអាមេរិកធ្វើអត់ត្រូវទេគាត់ថាតាមសិលធម៌គឺយើងទៅរំលាយអង្គការចាត់តាំងរបស់ប្រទេសផ្ដាច់ការដើម្បីយកសិទ្ធិសេរីភាពឲ្យប្រជាពលរដ្ឋវិញក៏វាល្អដែរប៉ុន្តែច្បាប់ទម្លាប់យើងមិនមែនចេះតែដើរធ្វើអញ្ចឹងស្អីចិត្តទេអាមេរិកធ្វើត្រូវក្នុងន័យថាជួយឲ្យប្រទេសអ៊ីរ៉ង់ប្រជាពលរដ្ឋមានសិទ្ធិមនុស្សជាធិបតេយ្យឡើងវិញរួចពីកញ្ញាំជនផ្ដាច់ការប៉ុន្តែខុសត្រង់ថាការឈ្លានពានរដ្ឋបរទេសនេះគឺអត់ត្រូវតាមច្បាប់អន្តរជាតិទេអញ្ចឹងអាមេរិកក៏ភ័យខ្លួនដែរព្រោះតុលាការនេះបើឯករាជ្យបែបនេះគឺអាចបើកការស៊ើបអង្កេតដើម្បីចាប់ទាហានអាមេរិកយកទៅផ្ដន់ទាទោសបានឬក៏មេដឹកនាំដែលបញ្ជាឲ្យឈ្លានពានរដ្ឋបរទេសនេះព្រោះតុលាការនេះមានសមត្ថកិច្ចអាមេរិកមិនមែនជាសមាជិកមែនក៏ប៉ុន្តែគេធ្លាប់កាត់ទោសឲ្យតែរឿងហ្នឹងកើតឡើងក្នុងដែនដីដែលជាសមាជិករបស់តុលាការព្រំដែនអន្តរជាតិដោយសារដឹងរឿងនេះឯងអាមេរិកគេថាឲ្យតែតុលាការនេះស៊ើបអង្កេតអីក៏ដោយគឺវាប៉ះពាល់ដល់អធិបតេយ្យរបស់អាមេរិកប្រព័ន្ធតុលាការអាមេរិកវាប៉ះពាល់ដល់ទឹកចិត្តរបស់កងទ័ពអាមេរិកទៀតព្រោះតែឮតែវាយអីឆ្លៀនពៀនទៅប្រទេសដទៃហើយគេអាចចាប់បានអញ្ចឹងទាហានអាចបាក់ទឹកចិត្តមេបញ្ជាការអាចឈប់ទទួលបញ្ជាពីកងទ័ពព្រោះអីកំថាឲ្យតុលាការព្រំដែនអន្តរជាតិសូម្បីតែប្រព័ន្ធសហរដ្ឋអាមេរិកនេះគឺសភាគេក៏គេបោះឆ្នោតអនុម័តទៅមួយអាទិត្យមុនដែរគេថាឲ្យលោកត្រាំទៅធ្វើសង្គ្រាមតែអត់សមរដ្ឋសភាគេទេព្រោះជាអំពើឈ្លានពានខុសច្បាប់រដ្ឋធម្មនុញ្ញអាមេរិកទៀតអញ្ចឹងអាមេរិកវាហាក់បីដូចជាទាល់ច្រកច្រើនយ៉ាងដែររដ្ឋបាលលោកត្រាំណាបើយើងនិយាយមែនតើតាមតថភាពជាក់ស្ដែងគាត់ខំប្រឹងធ្វើដើម្បីរំដោះអ៊ីរ៉ង់ចេញពីពួកផ្ដាច់ការមែនក៏ប៉ុន្តែអំពើគាត់ហ្នឹងគឺរងការ
ការរាំងស្ទះដោយសារវាខុសច្បាប់ច្រើនពេកអញ្ចឹងទៅបានជាគេចេះតែទប់ហ្នឹងដល់ទប់ឥឡូវដើម្បីជាការលើកទឹកចិត្តកងទ័ពដើម្បីឲ្យសង្គ្រាមហ្នឹងកាន់តែទៅទៀតឲ្យអាមេរិករួចខ្លួនគឺបានជាចេញការវាយប្រហារទៅខាងស្ថាប័ននេះប៉ុន្តែអត់ជោគជ័យទេបងប្អូនហេតុអីបានខ្ញុំថាអត់ជោគជ័យវាអាចថាវាធ្វើឲ្យអាមេរិកហ្នឹងគឺស្អំចិត្តប្រជាពលរដ្ឋខ្លួនឯងនិងកងទ័ពខ្លួនឯងប៉ុន្តែឲ្យជោគជ័យលើតុលាការព្រំដែនអន្តរជាតិនេះអត់ទេដោយសារតែតុលាការនេះជាស្ថាប័នឯករាជ្យហើយបានលុយមកពីណាបងប្អូនសំណួរសួរថាបើស្ថាប័ននេះដួលគឺតតែដាច់លុយតើលុយបានមកពីណាដើម្បីឧបត្ថម្ភស្ថាប័ននេះបងប្អូនស្ថាប័នតុលាការព្រំដែនអន្តរជាតិនេះណាមានទឹកប្រាក់ដែលត្រូវការបើកមួយឆ្នាំត្រូវចាយលុយ210លានដុល្លារលុយនឹងបានមកពីណាចម្លើយគឺខ្លីលុយបានពីសមាជិករបស់អង្គការតុលាការព្រំដែនអន្តរជាតិ ICC នេះទាំង125ប្រទេសសប្តាហ៍ថ្ងៃនេះប្រទេសនៅលើពិភពលោកមាន200ណាបងប្អូនមានតែ125ប្រទេសទេដែលជាសមាជិករបស់តុលាការព្រំដែនអន្តរជាតិនេះប៉ុន្តែមិនមែនបានន័យថាគេអត់អាចកាត់ទោសបានប្រទេសដែលជាមិនមែនសមាជិកទេឲ្យតែអ ுக ្រិតកម្មហ្នឹងកើតឡើងក្នុងដែនដីរដ្ឋជាសមាជិកគឺអ្នកណាមិនជាសមាជិកក៏ដោយអ្នកឯងតែប្រព្រឹត្តក្នុងរដ្ឋជាសមាជិកគឺកាត់ក្តីបានទាំងអស់ហើយយកបុគ្គលដែលជាមេបញ្ជាការយុទ្ធប្រំទាទោសអញ្ចឹងហើយលុយ210លានដុល្លារក្នុងមួយឆ្នាំនេះគឺបានមកពីប្រាក់សមាជិកនឹងឯងកម្ពុជាត្រូវបង់លុយទៅអង្គតុលាការព្រំដែនអន្តរជាតិនឹងរាល់ឆ្នាំណាបងប្អូនយើងជាសមាជិកយើងបង់តាមសទ្ធាឬក៏តាមកម្រិតនៃសេដ្ឋកិច្ចរបស់ខ្លួនអ្នកច្រើនបង់ច្រើនអ្នកតិចបង់តិចគឺគេមើលតាមទំហំសេដ្ឋកិច្ចអ្នកណាចង់បរិច្ចាគថែមក៏បានដែរអញ្ចឹងត្រូវចាំថាកម្ពុជាសប្តាហ៍ថ្ងៃហ្នឹងបង់លុយទៅតុលាការព្រំដែនអន្តរជាតិហ្នឹងអញ្ចឹងយើងអត់ប្រើគេសោះនេះយើងបង់លុយរាល់ឆ្នាំយើងអត់ដឹងថាបង់ប្រមាណទេប៉ុន្តែបង់រាល់ឆ្នាំយើងដើម្បីខ្លាយទៅជាសមាជិកគេគឺយើងត្រូវបង់លុយឲ្យអត់ប្រើអាលុយដែលបង់ឲ្យនោះអត់ព្រមប្តឹងទៅឲ្យគេចាត់ការយើងនៅតែវៀងចុះវៀងឡើងវៀងចុះវៀងឡើងជាមួយថៃខ្ញុំឆ្ងល់មែនតើប៉ុន្តែអ្នកដែលបង់លុយច្រើនជាងគេជួយគឺជប៉ុននេះឯងជប៉ុននេះបង់ច្រើនណាស់បងប្អូននៅក្នុង210លានដុល្លារនេះជប៉ុនបង់ប្រហែលជា30លានដុល្លារជាប្រាក់បរិច្ចាគគេជួយហ្មងក្រៅពីជប៉ុនគឺអាល្លឺម៉ង់ក៏11%ដែរប្រហែលជា20លានជាងដែរបារាំងក៏ជួយប្រហែលជា8.5%នោះប្រហែលជា8 9លានដែរមួយឆ្នាំក្រោយមកមានចក្រភពអង់គ្លេស8% 7 8លានហ្នឹងអ៊ីតាលី6% 6 7លានហ្នឹងឬក៏ផ្សេងទៀតហ្នឹងគឺមានសៅអឺកូរ៉េខាងត្បូងកាណាដាអេស្ប៉ាញអីហ្នឹងសុទ្ធតែជួយច្រើនដែរតែប្រទេសដទៃទៀតតាមសមាអាជីវតាមសទ្ធាតែជប៉ុនដោយសារតែគាត់យើងឃើញជប៉ុនបង់លុយជួយតុលាការនេះច្រើនហើយឥឡូវប្រធានតុលាការនេះគឺជាចៅក្រមរបស់ជនជាតិជប៉ុនទៅទៀតអញ្ចឹងបានជប៉ុនគេថាគេប្រយ័ត្នប្រយែងគេមើលតាមដានយ៉ាងយកចិត្តទុកដាក់ក៏ប៉ុន្តែបងប្អូនដូចខ្ញុំនិយាយចឹងអាមេរិកទៅរំលាយស្ថាប័ននេះអត់ប្រយោជន៍ទេអត់បានជោគជ័យទេដោយសារអីតុលាការព្រំដែនអន្តរជាតិអត់ត្រូវការលុយពីសហរដ្ឋអាមេរិកទេព្រោះអាមេរិកអត់មានសមាជិកប៉ុណ្ណឹងថៃក៏មិនមែនជាសមាជិករុស្ស៊ីក៏មិនមែនជាសមាជិកអ៊ីស្រាអែលក៏មិនមែនជាសមាជិកតែតុលាការនេះចេញដោយការចាប់ខ្លួនលោកពូទីនចាប់លោកប៊ិនយ៉ាមិននេតាន់យ៉ាហ៊ូរបស់អ៊ីស្រាអែលរបស់ស៊ូដង់ផ្សេងទៀតមកកណោក៏ដឹកពួកអីតុលាការគេឯករាជ្យបាទនេះខ្ញុំគាត់តែបញ្យល់បងប្អូនត្រួសអំពីរឿងតុលាការនេះខ្ញុំឆ្លេះត្រឹមប៉ុណ្ណឹងចុះព្រោះអស់ម៉ោងទៅហើយឥឡូវព័ត៌មានបញ្ចប់តកតងនឹងរឿងអ៊ុយក្រែនគ្រោងផលិតដ្រូនឲ្យបាន20លានគ្រឿងក្នុងមួយឆ្នាំអ៊ុយក្រែនអស្ចារ្យមែនតើបងប្អូនគេថាអញ្ចេះបងប្អូនមានចាំលោកសេលិនស្គីជាអ្នកណាហ៎លោកសេលិនស្គីគឺជាតារាកំ pl ែងទេណាលោកសេលិនស្គីជាតារាកំ pl ែងគាត់คล้ายពីតារាកំ pl ែងទៅជាមេដឹកនាំជាន់ខ្ពស់ពិភពលោកដែលតតាំងនៅក្នុងសង្គ្រាមដែលមើលទៅស្វិតស្វាញមែនតើគាត់កំ pl ែងនៅពេលដែលគាត់មិនទាន់ជានាយករដ្ឋមន្ត្រីប្រធានាធិបតីដល់ពេលជាប្រធានាធិបតីគឺគាត់ច្បាស់ការអត់មានកំ pl ែងទេអត់មានលេងសើចទេវាផ្ទុយពីមេដឹកនាំពិភពលោកមួយចំនួនទៀតคล้ายជាមេដឹកនាំមែនតើដល់ពេលដឹកនាំคล้ายទៅជាអ្នកកំ pl ែងវិញអានោះមិនដឹងទេបងប្អូនគិតមើលទៅមេដឹកនាំណាคล้ายជាអ្នកកំ pl ែងគាត់ឥឡូវហ្នឹងអ៊ុយក្រែនផលិតដ្រូនបានមួយឆ្នាំ10លានគ្រឿងដើម្បីលក់ទៅពិភពលោកហើយនឹងប្រើប្រាស់ខ្លួនឯងទប់នឹងរុស្ស៊ីឥឡូវគ្រោងនឹងផលិតឲ្យបាន20លានគ្រឿងនៅក្នុងមួយឆ្នាំចឹងបានន័យថារុស្ស៊ីមិនអាចនឹងវាយអ៊ុយក្រែនបានច្រើនទៀតទេព្រោះដ្រូននេះអ៊ុយក្រែនម្ចាស់ការខ្លួនឯងយ៉ាងច្បាស់លាស់ឲ្យប្រទេសទៀតនៅលើពិភពលោកទិញដ្រូនពីអ៊ុយក្រែនទៅដែរដើម្បីយកមកការពារខ្លួននេះគឺជាភាពអស្ចារ្យរបស់អ៊ុយក្រែនក្រៅពីហ្នឹងមានព័ត៌មានអន្តរជាតិមួយទៀតគឺតាក់ទងនឹងឥណ្ឌានិងស្រីលង្កាចាត់ការហាមឃាត់ការនាំចូលទំនិញដែលផលិតដោយពលកម្មបង្ខំដើម្បីកុំឲ្យរងទណ្ឌកម្មពន្ធអាមេរិកប្រហែលណាអាមេរិកមានឥទ្ធិពលខ្លាំងមែនតើខ្ញុំសូមសរសើរអាមេរិកដោយស្មោះគ្រាន់តែចង់ដាក់ពន្ធ 12.5% ទៅលើ60ប្រទេសដោយទាំងកម្ពុជាដែរកម្ពុជាមុនគេចេញប្រកាសធ្វើច្បាប់ធ្វើអីហាមទំនិញនាំចូលដែលដោយពលកម្មបង្ខំប៉ុន្តែកម្ពុជាខ្លួនឯងខំប្រឹងស្អំចិត្តអាមេរិកពីពលកម្មដោយបង្ខំពីខាងក្រៅចូលកម្ពុជាតែអាពលកម្មបង្ខំនៅកម្ពុជាអត់ស្ដារទេមិនដឹងរួចខ្លួនយ៉ាងម៉េចទេចាំមើលអានឹងយើងចេះតែនាំគ្នាចេះតែគិតថាយកមករួចមកកែសិនណាឥឡូវឥណ្ឌានិងស្រីលង្កាគេធ្វើដែរគឺគេថាគេចេញច្បាប់គេហាមទំនិញដែលនាំចូលពីបរទេសចូលប្រទេសឥណ្ឌានិងស្រីលង្កាដែលដោយពលកម្មបង្ខំដើម្បីផ្គាប់ចិត្តអាមេរិកកុំឲ្យដាក់ពន្ធ 12% កន្លះទៀតល្អហើយយូរអត់ដែលធ្វើទេកុំតែអាមេរិកដាក់សម្ពាធនេះកុំអីអត់ធ្វើទេកម្ពុជាក៏អញ្ចឹងដែរឥឡូវកម្ពុជាធ្វើរឿងអត់នាំចូលទំនិញដែលនាំមកដោយការធ្វើពលកម្មបង្ខំពីក្រៅប្រទេសតែដល់ពេលយើងនាំចេញពីក្នុងខ្មែរហ្នឹងតែអាមេរិកនេះពីពលកម្មបង្ខំនៅខ្មែរដែរណាតែអាមេរិកនឹងលេបចូលទេអានឹងឲ្យតែជាឱកាសសម្រាប់អ្នកតស៊ូមតិអង្គការសង្គមស៊ីវិលសហជីពអីនៅប្រទេសកម្ពុជាហ្នឹងមកប្រាប់ខាងពាណិជ្ជកម្មអាមេរិកនេះប្រាប់ថាកម្ពុជាសច្ចាមិននាំចូលទំនិញដែលបានដោយពលកម្មបង្ខំពីក្រៅមែនតែខ្លួនឯងនាំទំនិញពីក្នុងប្រទេសនេះចេញមកលក់នៅទីផ្សារអាមេរិកដោយពលកម្មបង្ខំនៅស្រុកខ្មែរដែរតើយ៉ាងម៉េចវិញខ្ញុំជឿថាកម្ពុជាអត់រួចខ្លួនទេនៅក្នុងនេះគឺយើងស្អំតែមួយជ្រុងតែយើងនឹងនៅសល់សកៈនៅក្នុងខ្លួនឯងចឹងបាទខ្ញុំលើកទឹកចិត្តឲ្យស្ដារសិទ្ធិមនុស្សប្រជាធិបតេយ្យឲ្យសហជីពសេរីអង្គការសង្គមស៊ីវិលកុំធ្វើទុកបុកម្នេញគេហ្នឹងព្រោះអាការធ្វើទុកបុកម្នេញហ្នឹងគឺជាទម្រង់នៃពលកម្មដោយបង្ខំដែរព្រោះតែសហជីពអត់ហ៊ាននិយាយស្ដីអីការពារសិទ្ធិកម្មកររងសម្ពាធពីថៅកែរោងចក្រអញ្ចឹងការងារហ្នឹងគឺបង្ខំហើយ
ចឹងអាផលិតផលដែលផលិតបានហ្នឹងគឺជាឈាមរបស់កម្មករគឺយកទៅលក់នៅអាមេរិកគឺខុសច្បាប់ហើយចង់និយាយថាវាត្រូវជាប់ទោសទណ្ឌហ្នឹងអញ្ចឹងបានថានេះគឺជាឱកាសមាសសម្រាប់សហជីពកម្មករនៅក្នុងការតវ៉ាដែរព្រោះអីអាមេរិកកំពុងតែប្រាប់ថាខ្លួនមានសម្ពាធអាចដាក់អញ្ចឹងបានឥឡូវឥណ្ឌាសេដ្ឋកិច្ចគេប៉ុណ្ណាក៏រងឥទ្ធិពលអាមេរិកគឺឃើញអនុវត្តតាមស្រីលង្កាកម្ពុជាប៉ុន្តែដូចខ្ញុំនិយាយចឹងគឺយើងត្រូវតែដាក់សម្ពាធកម្ពុជាឲ្យគោរពតែច្បាប់មិនបាច់ទៅតវ៉ាអីទេឲ្យគោរពតាមអ្វីដែលជាលក្ខខណ្ឌដែលខ្លួនសន្យាទៅកុំឲ្យបោកហើយយើងមានសិទ្ធិគ្រប់គ្រាន់នៅក្នុងការតវ៉ាអញ្ចឹងហើយបើបានប្រយោជន៍ទៅអ្នកណាបានប្រយោជន៍បងប្អូនតែឈប់មានពលកម្មបង្ខំអ្នកដែលបានប្រយោជន៍គឺពលករកម្មករខ្មែរយើងគ្រប់រោងចក្រហើយនឹងអ្នកដែលបានផលពីលក់ដូររបស់របរមុខរោងចក្រហ្នឹងបានទាំងអស់គ្នាអញ្ចឹងតាបងប្អូនតែបើសិនជានៅដដែលអ្នកដែលបានប្រយោជន៍បានប្រមាណ 5% នៃពួកឈ្មួញទុច្ចរិតអង្គញាមហាមន្ត្រីអ្នកធំហ្នឹងនៅស្រុកខ្មែរហ្នឹងតែបើធ្វើឲ្យមានសិទ្ធិមនុស្សប្រជាធិបតេយ្យមានអីត្រឹមត្រូវគឺបាន 95% ហើយពេលនេះគឺជាពេលដែលកម្ពុជាកំពុងតែទុនជើងមែនតើហើយរដ្ឋាភិបាលកម្ពុជាសេដ្ឋកិច្ចក៏ធ្លាក់ចុះពាក់កណ្ដាលភ្ញៀវទេសចរក៏បាត់ចំនួនព្រំដែនឆបោកអនឡាញឥឡូវអាមេរិកដាក់សម្ពាធរឿងស្អីគេពលកម្មដោយបង្ខំឥឡូវហ្នឹងទៀតគឺពេលនេះឯងដែលជាពេលតស៊ូមតិសម្រាប់បងប្អូនដែលធ្វើតាមនីតិវិធីអហិង្សាក្នុងការឲ្យរដ្ឋាភិបាលទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្សនៅកម្ពុជាចុងក្រោយអ៊ីរ៉ង់ដោះលែងពលរដ្ឋអាមេរិកមួយរូបក្នុងពេលដែលអាមេរិកកំពុងវាយសន្ធាប់លើប្រទេសនេះបាទនេះគឺជារឿងមួយដែលមិនសូវកើតមានទេនៅអ៊ីរ៉ង់ព្រោះអីអ៊ីរ៉ង់ជាមនុស្សក្បាលរឿងដែរក្រុមផ្ដាច់ការហ្នឹងគាត់មិនដែលចោះញោមអាមេរិកម្ដងណាទេគេប៉ុណ្ណាក៏គេនៅតែកាត់ក្នុងក្អមនៅលងអួតឯងគ្រប់ម៉ាត់ចឹងតែអាមេរិកទម្លាក់ខ្ទេចខ្ទីអស់ហើយឆេះម៉ត់អស់ហើយឥឡូវដល់ពេលអាមេរិកទម្លាក់ខ្លាំងពេកមករយៈពេល2ថ្ងៃចុងក្រោយនេះស្រាប់តែអ៊ីរ៉ង់បានបញ្ចេញអ្នកទោសម្នាក់ដែលជាមេធាវីតែជនជាតិអាមេរិកមេធាវីផ្នែកសិទ្ធិមនុស្សនៅប្រទេសអ៊ីរ៉ង់ឈ្មោះថាលោកចរិត Genser ដែលមិនលោកទេគឺមេធាវីស្រីសំទោសមេធាវីរបស់មេធាវីការពារសិទ្ធិមនុស្សឈ្មោះJared Genser នេះគឺការពារក្តីឲ្យជនជាតិអាមេរិកម្នាក់ឈ្មោះ Dana Carari ដែលបាននិយាយថាគាត់ជាប់នៅអ៊ីរ៉ង់ហ្នឹងតាំងពីខែធ្នូឆ្នាំ2024គេចោទគាត់ពីបទស្អីផ្ទៃផ្ដាស់តែជាជនជាតិអាមេរិកឥឡូវនេះគឺគេបានដោះលែងគាត់ឲ្យមកដល់ទឹកដីសហរដ្ឋអាមេរិកវិញដោយសុវត្ថិភាពហើយរឿងនេះគឺជាចេតនារបស់អ៊ីរ៉ង់នៅក្នុងការបន្ធូរស្អំចិត្តអាមេរិកដែរតែពេលដោះលែងពលរដ្ឋអាមេរិកបែបនេះគឺបានន័យថាចង់បង្ហាញសារមកថាកុំទម្លាក់គ្រាប់ខ្ញុំច្រើនពេកអីខ្ញុំមិនអាក្រក់ដល់ប៉ុណ្ណឹងអីចឹងទៅលោកត្រាំក៏សារតដែរថាការដោះលែងអ្នកទោសដែលជាជនជាតិអាមេរិកនេះគឺជាសុឆន្ទៈរបស់ប្រទេសអ៊ីរ៉ង់តែប៉ុណ្ណឹងប៉ុន្តែគ្រាប់នៅតែទម្លាក់ស្រោចដដែលទេពួកអីតើតើនឹងច្រកហោះមូសហ្នឹងកំពុងប្រទីនបន្ទង់គ្នាអ៊ីរ៉ង់នៅតែបាញ់ពន្លិចកប៉ាល់ឆ្លងកាត់ឥឡូវប្រេងនៅលើពិភពលោកចាប់ផ្ដើមឡើងខ្លាំងគ្រើទៀតហើយគាត់ថាមិនឡើងខ្លាំងរហូតដល់ថ្ងៃដែលទៅផ្ទុះសង្គ្រាមកាលពីខែកុម្ភៈទេដោយសារអីអូម៉ង់កំពុងតែរៀបចំឲ្យកប៉ាល់អាចដឹកតាមច្រកក្បែរចូលក្នុងដែនអធិបតេយ្យច្រកសមុទ្រអ៊ីរ៉ង់អូម៉ង់មិនចាំបាច់ចូលច្រកហោះមូសអីចឹងទៅគាត់ថាទឹកវារាក់ជាងវាពិបាកមិនអាចដឹកអីយ៉ាងម៉េចអានឹងរឿងច្រើនវែងឆ្ងាយទៀតតែយ៉ាងណាបងប្អូនព័ត៌មានបន្ថែមខ្ញុំនឹងផ្សាយជូនបងប្អូនតាមការគូពេលនេះសូមស្លេះត្រឹមប៉ុណ្ណេះសិនជម្រាបលាបងប្អូនរីត្រីសួស្តីបងប្អូននៅស្រុកខ្មែរអរុនសួស្តីបងប្អូននៅទីក្រុងឡុងបេរដ្ឋកេហ្វ័រញ៉ានិងទីផ្សេងនៅថ្ងៃនេះបាទសូមជម្រាបលា